អ្នកមត្ថុនរតនតយាសៈបណ្ណាទីដាក់ទៅដល់មាត់ហ្នឹងបើឲ្យគេបើសំលេងបន្តិចទៅបើសំលេងឲ្យខ្លាំងណាអ្នកមត្ថុរតនតយាសៈខ្ញុំប្រករុណាសូមបងអរកាយថ្វាយបង្គំចំពោះគុណនៃបរតនត្រ័យដោយសេចក្តីនឹករលឹកខ្ញុំប្រករុណាសូមនមស្ការចំពោះបរតនត្រ័យទាំង3គឺប្រពន្ធមួយព្រះធម៌មួយព្រះសង្ឃមួយដែលជាកែវដ៏ឧត្តមឧត្តមខ្ពង់ខ្ពស់បំផុតនឹងរកកែវអ្វីដតីណាក្នុងលោកនេះយកមកប្រៀបធៀបឲ្យព្រមស្មើពុំបានឡើយដោយត្បូងសិរសាដោយសេចក្តីគោរពសូមប្រគេនពរចំពោះព្រះថេរានុថេរៈទាំងឡាយដែលមានវត្តមាននៅក្នុងកម្មវិធីបុណ្យនេះនិងសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទជាបាសកបាសិកាទាយកទាយិកាពុទ្ធមេមិត្តជនទាំងឡាយគ្រប់រូបដែលមានលោកអ្នកម្ចាស់កម្មវិធីបុណ្យដែលញោមញាតិពុទ្ធបរិស័ទបានជ្រាបហើយមិញនេះព្រះអង្គដែលលោកធ្វើសន្ទរកថាបានរៀបរាប់នាមឈ្មោះលោកអ្នកម្ចាស់បុណ្យរួចហើយក្នុងកម្មវិធីបុណ្យនេះលោកអ្នកម្ចាស់កម្មវិធីបុណ្យបាននិមន្តចំកណាអាត្មាភាពមកជាធម្មកថាកាចារ្យដើម្បីនឹងសម្ដែងនៅព្រះសទ្ធធម្មវិសេសទេសនាជាបតិការៈតបស្នងឆ្លងសទ្ធាទឹកបតីទឹកចិត្តរបស់បកករណានិងញោមញាតិពុទ្ធបរិស័ទទាំងឡាយគ្រប់រូបក្នុងកម្មវិធីបុណ្យនេះគឺបុណ្យចម្រើនប្រជញ្ញបុណ្យបច្ច័យ4និងឆ្លងប្រាង្គហើយតេកេណានុបទានគម្រប់100ថ្ងៃនិងដាពិស្ដាដើម្បីនឹងសម្រាប់បុណ្យចម្រើនប្រជញ្ញគឺជូនដល់អ្នកម្ដាយញ័រលន់នឹងធ្វើតេកេណានុបទានគម្រប់100ថ្ងៃឧទ្ទិសកុសលជូនចំពោះលោកឪពុកសុកគ្រឿនព្រមទាំងបុព្វការីជនទាំងឡាយគ្រប់រូបដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយសម្រាប់កម្មវិធីបុណ្យនេះមានដល់ទៅ4ចម្រើនប្រជញ្ញបច្ច័យ4ឆ្លងប្រាង្គតេកេណានុបទាន4កម្មវិធីម្ល៉េះធម្មកថាអ្នកសម្ដែងធឿក៏ពិបាកនឹងត្រេះរិះដែរមិនដឹងលើកយកគោលកម្មវិធីបុណ្យណាមួយមកសម្ដែងដើម្បីជាគុណជាប្រយោជន៍ដល់ញោមញាតិទាំងឡាយអ្នកស្ដាប់នោះនិងលោកអ្នកម្ចាស់ដើមបុណ្យមកដូចបុណ្យចម្រើនប្រជញ្ញបច្ច័យ4សិតតែមានសារៈសំខាន់ដែលត្រូវសម្ដែងឆ្លងប្រាង្គហើយតេកេណានុបទានសិតតែសារៈសំខាន់ទាំងអស់បើអញ្ចឹងទៅធម្មកថាមិនដឹងគិតលើក
កម្មវិធីបន់ណាមួយមកសម្ដែងបើឡូវថាមកធ្វើសម្រេចក៏សម្រេចចិត្តថានឹងលើកបន់ចម្រើនបច្ចុប្បន្នជូនអ្នកម្ដាយនាមញ័រលាន់ដែលមានអាយុជនមាក៏មករស់នៅឡើយជាមួយនឹងកូនចៅឯណាបាសិកាក៏ឃើញពីរនៅអមគ្នាឃើញមួយសក់សជាងស្មាននៅខាងណាបនបច្ច័យ4នឹងទិណានុពទានឧទ្ទិសជូនលោកឪពុកកម្មវិធីបននេះមួយគេថាធ្វើបនខែភ្លឺមួយធ្វើបនខែងងឹតធ្វើបនខែភ្លឺគឺជូនចំពោះអ្នកម្ដាយដែលមានអាយុរស់នៅសប្តាហ៍ជាមួយនឹងកូនចៅពីបនខែងងឹតគឺជូនចំពោះលោកឪពុកដែលទទួលមរណកាលទៅកាន់លោកខាងមុខហើយពាក្យលោកថាបនខែភ្លឺខែងងឹតនេះបនខែភ្លឺយើងធ្វើជូនចំពោះលោកអ្នកដែលមានជីវិតរស់នៅមើលគ្នាឃើញទៅវិញទៅមកអ្នកម្ដាយក៏ឃើញកូនធ្វើកម្មវិធីកូនក៏ឃើញអ្នកម្ដាយនៅក្នុងភ្នែករៀងខ្លួនគេថាបនខែភ្លឺសម្រាប់បនខែងងឹតគឺធ្វើឧទ្ទិសជូនចំពោះលោកឪពុកដែលទទួលមរណកាលទៅហើយនោះងងឹតទាំងពីរនាក់មើលគ្នាអត់ឃើញទេកូនចៅនឹករលឹកមិនចេះតែអត់ស្រួលបើខ្លាំងពេកទៅយ៉ាងម៉េចទៅបានចឹងតែប៉ុណ្ណឹងបានហើយបងមើលអាលឹកឆេតអស្អីទៅនោះលឺសូនលឺឆេតนั่นលឺពីស្អីក៏ថាធ្វើបន់ខែងងឹតបញ្ជាក់ថាកូនក៏មើលទៅលោកឪពុកមិនឃើញលោកឪពុកក៏បានអញ្ជើញមកឲ្យកូនទៅមើលឃើញមើលគ្នាឃើញต้องអត់ឃើញទាំងពីរនាក់នេះនោះថាបន់ខែងងឹតសម្រាប់ធ្វើបន់ខែភ្លឺគឺយើងមើលឃើញទាំងអស់គ្នាបងជាកិច្ចតបស្នងសងគុណលោកអ្នកមានគុណដែលលោកមានអាយុរស់នៅជាមួយនឹងកូននឹងបងអាស្រ័យនេះធ្វើអទេសនាក្នុងកម្មវិធីបុណ្យនេះអាត្មានឹងលើកយកធ្វើអតិតងនឹងសង្គមរបស់មនុស្សគឺលើកយកសង្ឃហៈធ្វើរបស់លោកឪពុកអ្នកម្ដាយដែលលោកសង្គ្រោះកូនហើយលើកយកសង្ឃៈធ្វើរបស់កូនដែលត្រូវសង្គ្រោះដល់លោកឪពុកអ្នកម្ដាយវិញនេះជាពុទ្ធដីកាជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូដែលទ្រង់សម្ដែងទុកនៅក្នុងគម្ពីរទីឃនិកាយបដិកវៈសង្គាលោវតិសោតយកមកសម្ដែងចែកជូនដល់ញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់ក្នុងនាមជាអ្នកកាន់ពុទ្ធសាសនាហើយយើងកាន់ពុទ្ធសាសនាមែនតែអត់ដឹងថាពុទ្ធលោកបញ្រៀនម៉ែឪឲ្យសង្គ្រោះកូននឹងយ៉ាងម៉េចបង្រៀនកូនឲ្យសង្គ្រោះម៉ែឪនឹងយ៉ាងម៉េចអត់ទេបងម្ល៉េះវាខកមួយជីវិតនេះមនុស្សច្រើនណាស់ដែលងាប់ផុតអស់តែអត់ដែលបានដឹងថាព្រះសម្មាសម្ពុទ្ធជាបរមគ្រូត្រង់សម្ដែងធ្វើទុកឲ្យ
មានដាបេដាសង្គ្រោះកូនដោយស្ថានយ៉ាងម៉េចវាឲ្យកូនសង្គ្រោះមានដាបេដាវិញទៅវិញទៅមកព្រោះសំខាន់ណាស់ញោមញាតិពុទ្ធបរិស័ទនៅក្នុងសង្គមរបស់មនុស្សនេះមានលោកឪពុកអ្នកម្ដាយនឹងហើយដែលជាកំពូលគេហ្នឹងក៏សម្រាប់ជាកំពូលរបស់សង្គមមនុស្សហើយកូនចៅក៏បីសង្គ្រោះដល់លោកឪពុកអ្នកម្ដាយវិញដោយស្ថាន5យ៉ាងលោកឪពុកអ្នកម្ដាយក៏សង្គ្រោះកូនដោយស្ថាន5យ៉ាងដែរនេះជាពុទ្ធិការបស់ព្រះពុទ្ធសាសនាដែលទាក់ទងនឹងសង្គមរបស់មនុស្សពោលបើខ្លាំងពេកពោលដោយខ្លីទៅគឺពុទ្ធសាសនានេះទាក់ទងទៅនឹងសង្គមមនុស្សទេញោមញាតិទាក់ទងនឹងសង្គមមនុស្សទាំងអស់តែញោមញាតិពុទ្ធបរិស័ទអត់ដឹងជ្រះថ្លាក្នុងពុទ្ធសាសនាចេះតែជ្រះចេះតែជឿទៅតគ្នាតាមពូជពងតកូលវង្សាចដូនជាតាម៉ែឲ្យចេះតែធ្វើទៅវត្តយកចង្ហាន់ទៅវត្តបានបន់ជាបានបន់ទៅបន់នោះមិនដឹងថាបន់នោះពីអីតែពាក្យពេចគឺពាក្យអវាទទូលមានរបស់ព្រះពុទ្ធដែលយើងពុទ្ធបរិស័ទគប្បីគោរពបដិបត្តិទៅតាមពុទ្ធោវាទដែលព្រះអង្គសម្ដែងទូលមានហ្នឹងបងវាទាក់ទងនឹងសង្គមមនុស្សសំខាន់បំផុតបងដោយជាមានដាបេដាលោកឲ្យសង្គ្រោះកូនសង្គ្រោះមានដាបេដាស្វាមីសង្គ្រោះភរិយាសង្គ្រោះស្វាមីវិញមេរៀនរបស់ពុទ្ធដ៏ល្អសំខាន់បំផុតតែយើងអត់បានដឹងសោះបងប៉ុន្តែធម៌ទេសនាក្នុងថ្ងៃនេះលើកយកតែសង្ឃៈធម៌របស់លោកឪពុកអ្នកម្ដាយចំពោះកូនប្រុសស្រីហើយនឹងកូនប្រុសស្រីក៏បីសង្គ្រោះលោកវិញដោយប្រការយ៉ាងណាមុនដំបូងទី1មានដាបេដាក៏បីអប់រំកូនឲ្យតាំងនៅក្នុងសេចក្តីល្អតាំងពីកូនដឹងក្តីឡើងក៏គឺណែនាំឲ្យប្រព្រឹត្តដោយអំពើល្អដោយកាយដោយវាចាចិត្តទោះបីដេកដើរឈរអង្គុយក៏ឲ្យមានលក្ខណៈសុភាពរៀបរយទៅតាមលំអានត្រកូលរបស់ខ្មែរយើងគេហៅត្រកូលសប្បុរសល្អចេះទន់ភ្លន់ដើរចេះអោនចេះលំទោនក្នុងមុខក្នុងកណ្ដាលវងបរិស័ទនឹងពោនេះកាយដែលត្រូវធ្វើរិវាចាត្រូវចេះឆ្លើយបាតចានៅកាភាសាគួរសមនឹងគេឲ្យតាំងនៅក្នុងសេចក្តីល្អទាំងអស់ទៅតាមលំអានប្រពៃណីត្រកូលរបស់ព្រះយើងហ្នឹងបងហើយទី1ហើយទី2ហាមមិនឲ្យកូនធ្វើអំពើអាក្រក់ឃើញកូនធ្វើកាយវាចាចងេងចងាងសម្ដីឯងអញមឹកអីហ្នឹងក៏សត្វតែសម្ដីវាចាវាមិនល្អឃើញកូនធ្វើត្រូវហាមអប់រំកូនកូនកុំធ្វើភាសានេះអ្នកស្រុកអ្នកភូមិគេលើកគេមិនចូលចិត្តទេព្រោះគេឌីលដល់ម៉ែដល់ឪដល់មកពូជពងវងតកូលនេះជាទី2បងទី1ឲ្យណែនាំឲ្យតាំងនៅក្នុងសេចក្តីល្អទី2ហាម5មិនឲ្យធ្វើអំពើអាក្រក់ដែលកូនធ្វើយើងឃើញហើយហាមព្រាមផងត្រូវបិទកុំឲ្យធ្វើទៀតទី3កាលណាបើកូនចម្រើនលូតលាស់ធំល្មមនឹងទទួលការសិក្សារៀនសូត្របានក៏បីនាំកូនទៅកាន់សាលារៀនបើពីសម័យបុរាណនឹងនាំទៅកាន់វត្តក៏ឲ្យទៅបួសទៅរៀនបានជាបុរាណពីដើមមនុស្សស្រីអត់ចេះអក្សរទេចេះតែមនុស្សប្រុសអត់មានសាលារៀនខាងក្រៅទេមានអាវុធជាសាលារៀនបំឡោះហើយព្រះសង្ឃលោកបញ្រៀនរួចក៏ញោមញាតថាមនុស្សស្រីទៅរៀនអត់បានទេបានតែកូនប្រុសតាមពេលទៅកូនស្រីក៏ទៅរៀនបានដែរចុះលោកកណ្ណនិយាយប្រាប់បង្គាប់ជាតួអក្សរបែបនេះបែបនោះមានទើអីប៉ុន្តែយើងមិនដឹងយើងប្រកាន់ពេកក៏ទៅជាអត់ចេះញ៉ាំ
โดยโยมเงียบสับทั้งไงเนี่ยอ้อยแต่มนุษย์สไลแต่จิตโลกสไลก็แค่ตัวจิตมันเลยวินัยขนมพุทธศาสนาห้ามแต่ประสังแต่ต่อปามนุษย์สไลโยมเงียบมนุษย์สไลปะประสังอันนี้ห้ามแต่ขนมวินัยนะเปล่าอันนี้อาตมาจะเรียบโยมเงียบกรมอัยฉลามห้ามแต่ผิดข้อแต่จับเปลือกระกายมนุษย์สไลจับเปลือกลูกเมียนทวนเมียนสระบัจับเปลือกแต่เสียขโมยอันเจ้าอันอะไรจังอันนั้นโตเมียนแอบบอกแต่ตุยพอบอกแต่จับขนมตำเรแต่อ่านว่าเท่าทวนนั่นนะเมื่อเมียนทวนเมียนสระเนี่ยอาตมาเป็นเชี่ยปราบป่ะแต่อยู่ตัวก่อนสไลเนี่ยตัวป้าบ้านโลกกับมานสไลแต่เมียนวินัยห้ามจังนั้นมันอันนี้มอบีอัดดังเราประกันว่าหัวต้องเลื่อนแหลกแรงเขาอันนี้อัดมาเนี่ยป่ะเนื้อสไลเนี่ยอาจเลี้ยงบ้านไอ้ประเคนประซังบ้านได้เมียนไอ้ป่ะเราขนมกัมปีเมียนใหญ่ได้ป่ะเนี่ยอาตมาซ้อมเป็นเชี่ยปราบแต่ยังว่ากันคลายว่าหัวแล้วก็เขาบางมนุษย์ไรปานโลอันนี้ห้ามเลยปานปะโดยแฮดไปกู้ป้าพองเบาแฮดได้มันกู้ป้าเพื่อก็เยอะมันเท่ากับป้าเพื่อเลยราบานะยมเงียนโดยเชื่อท่าประสังลูกกาจอลจบปัวจะไอเต้าอันเมียนนาเช็คกอรายยังเชื่อสตรีเคยย้ายก็กู้แต่สังครโลงปันก็ไอลูกเราเพิ่งยืงไอลูกเพิ่งยืงมาข้อยังเมียนชัดจะก็ไปกินโลเตอร์อย่างไอ้ลูกปึงยังไอ้ตะก้าวเขาปันแต่เธอไม่ไอ้เมียนขณีใบเนะล่างเตอข้างยังสไลน้ำเมียนปีเนะเตอประซังมาอังเตอหรือข้างประซังมาอังเยอะปีอังเยอะมาอังเอาเมียนใบเนะก็มาไอ้ตะปีเนะละมาเนะปรวินัยประซังนังสตรีนี่นาตะปีเนะขนมตีกับบังพเนอัดมาเนะกรมทานไลส์เนรีสตรีที่ซ่อมใบแต่มาได้เองปังกาดนั่นก็อัดมาในนอกน้องตีกับบางพเนตได้เกมือมันเกยนี่วินัยตั้งอย่างบอกแต่บอกยังแม้ตัวก้าวไปกินโลกตั้งนั้นไอ้ปันไอ้ตะเมียนขณีใบเนี่ยลางเต่าบอกก็ไอ้ตะปีเนี่ยตัวตู้อัดมาเนี่ยเราวินัยเราอ่านอย่างบอกนี่มาธรรมะสำได้เนี่ยไอ้ยมเยียดดังก็ไอ้มนุษย์สไลแต่จิตโลสไลแค่เนี่ยตู้ตัวจิตหมานไม่สำได้ปีวินัยบอกปาปิดาไม่นั่งเวียประสองเธอครูเป็นเรียนบ้านโกนเพราต่อสไลอัดอ้อยเตอเรียนเด็กตามไปลูกเป็นเรียนบ้านนะก็หนึ่งยัยปราบจะเย้าบ้านนั่งคุยสลับนะบอกนั่นมันถ้ายังดังเวียมันประกอบดังเวียมันจะมาเลี้ยวก็ปักตัวก็ไล่ได้เขานะบอกเนี่ยธรรมาสอมจำเรียบย่างบอกแต่ปัจจุบันสุดท้ายเมียนสลาเรียนรัฐาภิบาลลูกปังกาสลาเรียนกรุบพุ่มกรุบคมกรุบสระอ้อยเรียนต่างป่อนี่ปัจจุบันสัตย์ไงเนาะอาศัยนิโกนตรมมตัวตุลกาศึกษาเรียนโสดบ้านกรมไปให้เทอัตมาสำได้ในปรามสำหรับโยมเยียดแดลเชียเมียดาแต่เมียนโกนเพราะโกนใส่เนาโตนั่งปองกรมบันไดปันดอยโกนอัดบานรีนบานโซดไอ้โคยไปยาวปีพระพุทธศาสนาพระสัมมาสัมพุทธลุสมได้อัมพีปัญญาอ้อยปมบัติสึกได้เหลืองง่วงได้สารีนโซยังรีนต้องการปัญญานี่เชี่ยวปัญลือปอกเมียนปัญลือเอาไว้ได้ลือสมาหนึ่งปัญญาเตปอปัญลือเพลิงก็ได้ปัญลือพระอาทิตย์ก็ได้พระจันทร์ก็ได้ท่านอ้อยพเนยังมือเคยเนี่ยสำหรับบรรลือปัญญายังไม่พนักก็ยังมือเคยแต่ยังเกิดตัวยอดเขาเราอะเพราะละอ้อสอบตกขาดจำในนี้นั่นเลยตัวปัญญาวันนี้ปัญญาสำคัญนะเนี่ยได้เมียนปัญญาโดยเฉเมียนดมปิก็นี่สำหรับพุทธศาสนาจังสมอัญญเมียกรมไปให้เทก็นังโกนโตตายแต่การหายนั่นลูกปุกเนี่ยมาได้เรานำตัวกันสลาเรียนดำไปอ้อยรินโซดสันซามยกปัญญาไปวิเชียดาเกลูกครูเป็นเรียนเราครองสลาสัตว์กีสมรัตสมรังไอเมียนวิเชียนาได้กีปังหานปปรับยังได้สังไซมันจะบานแล้วอัดเอจะบานแล้วอ้อยได้ปัญญา
ការដែលសាយើងស្ដាប់បើលោកគ្រូអ្នកគ្រូគាត់អធិប្បាយបញ្យល់មកយើងជាកូនសិស្សយើងស្ដាប់ហើយយើងគិតបើគិតត្រេះរិះពិចារណាហើយយើងចងចាំទើបវាចម្រើនបញ្ញានឹងបានការរៀនសូត្រនេះទៀតក៏បីឲ្យរៀនដល់ត្រៃត្រាននៃវិជ្ជាកុំឲ្យរៀនទៅប្រឡំបានត្រឹមតែវិទ្យាល័យក៏ឈប់ទៅអានោះអត់បានប្រយោជន៍អីទេចេះក៏ស្ទើរវាមិនទាន់ដល់ត្រៃត្រាននៃបញ្ញាអានឹងបុរាណថាលិចទូកណ្ដាលទន្លេហើយបើការរៀនសូត្រលោកធៀបឧបមាវាដូចជាធ្វើដំណើរឆ្លងសមុទ្ររៀនឆ្នាំទី1នៅត្រើយខាងនេះអាយដែលយើងឆ្នាំទី2ទូកនេះវាចេញហើយកាត់លើប្រវល់សមុទ្រដល់រៀនបានត្រឹមតែវិទ្យាល័យប្រឡងវិទ្យាល័យវិញឈប់អានឹងបុរាណថាលិចទូកណ្ដាលទន្លេចាំបើរៀនតទៅទៀតតរៀនដល់ទៅបរិញ្ញាបត្រដល់អនុបណ្ឌិតយើងឈប់ទៅបុរាណថាចិត្តដល់កំពង់ហើយលំទូគេបើអត់ដល់កំពង់សួរថាដល់កំពង់ត្រឹមណាថាដល់កំពង់គឺថ្នាក់បណ្ឌិតអានឹងបានដល់ត្រៃត្រាននៃវិជ្ជាចប់ចំណេះចេះដឹងហើយព្រោះសម្រាប់យើងជាម៉ែជាឪនេះក៏មានកិត្តិយសប្រុសកូនរៀនដល់ថ្នាក់បណ្ឌិតយើងម៉ែឪមានកិត្តិយសបងពោះហើយដោយសារកូនរៀនបានជាវិជ្ជាជាបណ្ឌិតហ្នឹងប៉ុន្តែសូមឲ្យញោមញាតកុំប្រហែសធ្វេសអានឹងកូនចៅឲ្យឈប់រៀនកណ្ដាលការរៀនឲ្យមិនដល់ត្រើយនឹងសូមរៀនដល់ត្រើយត្រាននៃវិជ្ជាគឺយកបណ្ឌិតអានេះបានចំជាអ្នកកាន់ពុទ្ធសាសនាព្រោះពុទ្ធលោកប្រាប់ចឹងហើយមនុស្សកាលណាមានបញ្ញាហើយពុទ្ធលោកសម្ដែងថាកាលណាអ្នកដែលមានបញ្ញាសំបីមិនមានទ្រព្យសោះក៏រស់នៅបានដែរគេយកបញ្ញានឹងឯងទៅរកទ្រព្យរកសម្បត្តិរកបុណ្យស័ក្តិនឹងពោនេះសម្រាប់បញ្ញានឹងវាមានគុណានុភាពបែបនេះចុះសម្រាប់អ្នកអត់បញ្ញាទេសំបីមានទ្រព្យក៏រស់នៅបានដែរយើងល្ងងអត់មានបញ្ញាម៉ែឪមានគេមរតកទុកឲ្យមកកណោដល់ម៉ែឪងាប់ទៅមានដឹងធ្វើអីបងបាយសម្លបរិភោគក៏ម៉ែឪក៏នៅក៏ដាំឲ្យស៊ីក៏រកឲ្យស៊ីដល់អត់ម៉ែឪមានណាតាំបាយឲ្យស៊ីមានតែខ្លួនឯងវាមានអីបានបាយយកមកស៊ីហ្នឹងវាចាល់ច្រកចឹងទៅលក់គេម៉ែលក់ស្រែលក់ដីយកមកទិញបាយស៊ីនោះល្ងងបើគេនេះចេះដឹងមានបញ្ញាគេខ្វះដើមទុនរស់ស៊ីទៅលក់ដីទៅមកចំណែកគេយកប្រាក់ទៅពង្រីរបររស់ស៊ីវាគេចម្រើនដល់យើងល្ងងលក់បានយកមកទិញបាយស៊ីហ្នឹងអត់ទៅល្អលក់គេទៅល្អនឹងបានលោកសំដែងថាអ្នកដែលឥតបញ្ញាសំបីមិនមានទ្រព្យសោះសំបីមានទ្រព្យក៏រស់នៅមិនបានដែរបងនេះពុទ្ធលោកសំដែងនិយាយពីសេចក្តីល្ងងរបស់មនុស្សពេលមនុស្សដែលល្ងងសំបីជីវិតរស់នៅជាមនុស្សអត់បានសេចក្តីសោកសួស្តីទេញោមញាជីវិតនឹងរងទុក្ខកើតទុក្ខជាប្រកដីក្នុងជីវិតដែលរស់នៅមិនបានជីវិតរងទុក្ខកាលណាល្ងងហើយរកទ្រព្យសម្បត្តិមកហូបអាហារបរិភោគចិញ្ចឹមជីវិតខ្លួនឯងក្តីចិញ្ចឹមប្រពន្ធក្តីចិញ្ចឹមកូនក្តីរកអត់គ្រប់គេថាបានព្រឹកខ្វះល្ងាចហើយបានថ្ងៃនេះខ្វះស្អែកគឺជីវិតមានសុខសប្បាយណារីករាយណាអត់ទេបងគឺរស់ទាំងទុក្ខបងម្ល៉េះហូតមួយជីវិតហ្នឹងទៅដល់ថ្ងៃស្លាប់ដល់ពេលស្លាប់ហើយមិនរួចខ្លួនទៀតធ្លាក់ទៅកាន់អបាយភូមិទៀតយកមើលបន្ទោសនេះសេចក្តីល្ងងណាបងជីវិតដែលរស់នៅជាមនុស្សលំបាកអោទុកជួបសេចក្តីសោកសេចក្តីខ្សឹកខ្សួលបងជានិច្ចក្នុងជីវិតនឹងដល់ស្លាប់ហើយមិនរួចខ្លួនទៀតសួរតើមិនរួចខ្លួនរឿងអីបានស្លាប់ហើយទៅកាន់អបាយភូមិតែញោមញាតអើយអ្នកដែលក្រខ្វះហើយទ្រព្យសម្បត្តិអីរមមិនបានគ្រប់គ្រាន់ទេទៅសម្រាប់ជីវិតសត្វមកចិញ្ចឹមជីវិតទៅដាក់ទ្រូទៅរត់ត្រីណា
บังสำนักสัตว์อำเภอปานาติบาติจรันยมมันเชื่อมปนเนาะก็ไอ้คลาเตียนโยละบ่เชื่อมชีวิตเขาได้ประพุทธลงห้ามแต่สำหรับสัตว์โยใส่หลวดเนาะสำหรับมันสำหรับเตี้ยสำหรับชรุสำหรับกูไอ้หลวดเนาะเพราะสัตว์ประเป็นปฏิพร้อมเปิ้ลนั่งไอ้แต่สลับไอ้ตัวกันอบายภูมิเด็ดเนาะนี่เป็นเมียนโตทั้งปีเนี่ยบัญชังสมอายยมเยียดแต่เมียนโกนเนาโตยตายกับปุ่งกาศิษาในสกรมกาครุบโครงว่ายังก้มปันไดปันดอยอายโกนละงองไอ้ซอกปอนี่สมอายยมเยียดเฉียบจังเฮ้ยประพฤติรู้สำแดงเตียนถ้ามนุษย์เรานี่เมนสัตแต่เชียบันเด็ดสับกรบอันเลอเต้รีแอสไตรบะเมียนปัญญาชนามก็เชียบันเด็ดแต่ประพฤติเราไอ้ทำลายโดยกันเนี่ยยังเกิดมาว่ามันนึกไรมันนึกเพราะเธอไอ้บานโดยกันเนี่ยผู้ประสังสมัยประพฤติน้องพี่เขาลูกเธอไอ้บานพี่คนไหนก็มาเนี่ยเมียนชิมเนียนโดยกันเนี่ยต่างอ้อสมากันเนี่ยต่างอ้อพอบางประพฤติเราทำมันนึกไรมันนึกเพราะก็อ้อยแต่เมียนไปเชียปัญญากรุบกรันเพื่อไอ้บานโดยกันเนี่ยโดยสักให้เพียบเชี่ยแสดงสับทั้งไงนอกประเทศยังโยมมาสไลกี่เธอจะไหวแค่เธออับบาแค่บานสไลกี่เธอเจ้าสังกัดเพื่อไอ้บ้านรักละสไลแต่กี่เธอเจ้าสังกัดอันนี้เป็นเจ้าสไลกี่เธอไอ้บ้านโดยแต่กันเนี่ยไปสไลกี่เธอรัฐมันไตรกระทรวงนี่กระทรวงโนไอ้บ้านนี้สำหรับประเทศยังประเทศเราโลกกี่เธอบ้านโดยกันเนี่ยบ้านปุ่นติการว่าปุ่นคือพออังสำแดงคือปกัดจวันแล้วนะก็นี่สมอัญญมเหยียดเรียบจังคำอ้อยโกนสไลโกนเปล่าไอรินบานโดยที่นี่เต่าเปล่าโยมเหยียดสนับบานเนี่ยเดมีนโกนเอาตัวตายพอกรมไปวิปันได้ปันดอยพอการน้าโยมเหยียดอ้อยโกนละง่วงนุท้าไม่เอาน้องเมียนปีเวเรียนนังโกนนังไอนี่ได้เพื่อไอ้โกนละง้องเมียนบาภาษาโกนเราถามไม่เอามาได้น้องเมียนปีเวเรียนนังโกนเราพบเต้าเชี่ยสตราทมเราบอกโกนเตียดนะดอสิกได้งงไอ้โกนอารุยกรุนเตนี่สังกรติใบเราบอกลูกเราปุ๊บเนี่ยมาได้คือสำคัญนะพ่อเวลาธรรมะเทศนานี่ปรับแต่ไม่เอาไปจังปรับยายตาตีดป่อยายตาเอาตื่นไม่เอาตื่นโกนนะแต่เมียนเช้านั่นก็เอาไปช่วยตาตื่นเอาเรียนโซดไอ้บ้านเราไตรตราเนี่ยเยี่ยมเมียนเป็นเลื่อยชีวิตครูซาเราบอกเยอะบ้านกรมการโรงเรืองไงวิสำรับโยมเยียนปฏิเชียดมาไปเชี่ยวประละง่วงหายอัดเมียนรัฐบาลอัดเมียนอภิวัตปฏิเชียตรู้รู้แต่ในยมเนี่ยตาไปเชี่ยวประรัชเชดดังบ้านอภิวัตสระตีตบานยมเย็นเมื่อเนาขนมภูมิระบายยมปรีประดาวเนี่ยเมื่ออ้อยตาไปเชี่ยวประรัชกิเมียนสมัติเพียบกิโรเทียบสมัติบางกิช่วยเตี้ยละอ่อนเนาเต้าภูมิปรีประดาวนั้นเมื่อทำการเมื่อเตี้ยสัตว์ละอ่อนโดยจะช่วยก่อสร้างเจียนว่านี่เป็นจังกตาสำคัญหนึ่งปอปานดารัฐบิบาลโลกปังกาสลารีนไอรีนวันจังไอคนชาวรีนกรมไปให้ทวีไอซอกพอจำไปสำคัญนะสำหรับพุทธศาสนาปอบาสันยังมันไอคนเรียนโดยเจตุลูกในก้นไอขวักต้องรอนั่งไอน้องแม่เอานั่งปอนี่สมไอยมเยดเรียบตีบุญตีบุญการนาโกนรินโซเจดังไอเมียนไกกลางนี่ไอเพื่อบานละอ้อยกับใบเรากู้สกอไอโกนพอพ้นลงมันอ้อยก็มองกันรอดได้เรากู้คนไอใจเงียนพอพ้นมันอนุญาตซะเพื่อจะโดนจะตามไม่เอายังปีโบราณหมอก็พอเปรตตามพุทธศาสนาได้สัตแต่ไม่เอาเต้ได้สำลังเรากู้สกอไอโกนนังปอเราสัปดาห์จังบันเอาให้ปปีนี้นังปอสัปดาห์นี้
ម៉ែឪនឹងច្រើនអូសកន្ទេលតាមកូនបើកូនគេទៅជួបគ្នាគេតាកតងបានត្រូវមិត្តកលគេបានគេប្រាប់ម៉ែអូសកន្ទេលតាមមិនម៉ែឪអូសកន្ទេលតាមកូនហើយសងៃហ្នឹងអានឹងសូមឲ្យប្រយ័ត្នខូចប្រវេណីវងតកូលរបស់ផងយើងថាយ៉ាងម៉េចបានប្រពុតលោកមិនអោយកុំកន្លោះដល់រកគូសកលខ្លួនឯងប្រពុតលោកបញ្ញត្តិហាមអញ្ចឹងថាវាមានហេតុហើយបានលោកមិនអោយដល់រកគូខ្លួនឯងហ្នឹងពីព្រោះកុំកន្លោះមើលតែមួយជ្រុងនេះបោសន្លឹកមើលតែរូបឲ្យតែឃើញសមរម្យល្អស័ក្តិសមហើយត្រូវចិត្តឲ្យសម្រាប់តែយកជាគូអត់បានមើលគ្រប់ជ្រុងនេះមើលតែមួយជ្រុងសម្រាប់ម៉ែឪគាត់មើលគ្រប់ជ្រុងចាស់ទុំមើលរូបភាពរបស់បុគ្គលនឹងឃើញតែមានសម្រស់ស្រស់ល្មមមកឲ្យមានជាបញ្ញាវាំងវៃឆ្លាតឯងលោកសម្លឹងមើលទៅគ្រួសារនោះមើលទៅតកូលពុយពងទៀតលោកមើលគ្រប់ជ្រុងតើតកូលម៉ែឪគឺជាតកូលសពបរោះទេអ្នកមានទានមានសិលភាវនាគឺតកូលអ្នកកັບអ្នកចាក់ស្អីអញ្ចឹងបើតកូលมันល្អក៏លោកមិនតាកតងដល់រោតកូលដែលសពបរោះបានថានេះលោកមើលគ្រប់ជ្រុងបានតួនាទីដែលរកប្តីប្រពន្ធនេះប្រពន្ធលោកមិនអនុញ្ញាតឲ្យរកខ្លួនឯងទេញោមញៀនឲ្យម៉ែឪតែរកឲ្យនោះតួនាទីរបស់ម៉ែឪប៉ុន្តែឡូវនេះចង់ទៅតាមពូបាចេមបទីហើយណាបាចេមបទីមនុស្សឲ្យតែអាយុ18ឆ្នាំគេថាពេញវ័យហើយទាំងស្រីទាំងប្រុសចង់ធ្វើអីក៏បានម៉ែឪហាម5អត់បានទេប៉ុន្តែបាចេមបទីកូនប្រុសអាយុ8ដល់10ទៅនំនារីនៅមកដេកក្នុងផ្ទះក៏ម៉ែអត់ហ៊ានថាអីថាតែក៏មិនមានសិនចឹងហើយនារីក៏ចឹងទៅនំប្រុសនៅមកដេកផ្ទះក៏ម៉ែអត់ហ៊ានថាអាត្មាដឹងខ្មែរយើងដែលនៅស្រុកអាមេរិកក៏មានកូនខ្លះអត់ស្ដាប់ម៉ែឪបងទៅនំប្រុសនំស្រីម្ដេចតែម៉ែឪអត់ហ៊ានថាអីទេថាវារករឿងព្រោះគេមានសិទ្ធិគ្រប់គ្រាន់ណាស់គេបន្ទូវិញចឹងនេះសូមឲ្យយើងញាក់ជ្រាបតែពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកបញ្ញត្តិថាទើបតែអាយុ20បានពេញវ័យយកមកខុសគ្នា2ឆ្នាំអាយុ20បានពេញវ័យបានអ្នកដែលត្រូវការបួសជាភិក្ខុទើបអាយុ20បានបួសបានបើក្រោម20ទុកជាក្មេងឲ្យបួសសាមណេរសិក្ខាបទដល់10ប្រពន្ធលោកបញ្ញត្តិអាយុ20បានពេញវ័យពេញកន្លងแล้วเราខ្ញុំគិតមើលមកប្រពន្ធលោកបញ្ញត្តិអាយុ20ពេញកំងពេញកន្លងចុះបើចេះទេគេអាយុគេបញ្ញត្តិអាយុ18យើងគិតទៅណាត្រឹមត្រូវជាងអាត្មាយកតាមប្រពន្ធឲ្យខ្ញុំយកអាយុ20ថានេះមិនមែនសារតែយើងអ្នកកាន់ពុទ្ធសាសនាចេះតែការពារប្រពន្ធមិនមែនយើងគិតទៅយ៉ាងម៉េចខ្ញុំធៀមទៅអាយុ8ដល់10ដល់20អានអ្វីដែលប្រពុតលោកបញ្ញត្តិអីត្រឹមត្រូវយើងកែអត់បានទេបងបានអ្នកដែលត្រូវការបួសជាភិក្ខុត្រូវអាយុ20ឆ្នាំគាត់បើក្រោម20ទៅនៅជាសាមណេរបងនឹងសូមឲ្យយើងញាក់ជ្រាបនេះសម្រាប់ពុទ្ធសាសនាហ្នឹងទី4ហ្នឹងយើងញាក់រកប្តីរកប្រពន្ធឲ្យកូនទៅធ្វើម៉េចអញ្ចឹងញោមសោចាឲ្យកូនគេដើររកខ្លួនគេបើសងៃទៅដោយរួយច្រើនណាញោមញាតបើនៅស្រុកនេះអាត្មាមិនដឹងទេបើនៅតាមទីក្រុងកូនដើររកខ្លួនឯងបើចេះយើងការពារស្រុកព្រៃបដៅខាងត្បូងយើងហ្នឹងណាកុំឲ្យមានវប្បធម៌នឹងចូលមកដល់បានទេញោមការពារកុំឲ្យវប្បធម៌នឹងចូលមកដល់ស្រុកភូមិយើងឲ្យវាខូចប្រពៃណីទំនៀមទម្លាប់ដូនតាដូចជាខូចពុទ្ធសាសនាដែរសួរថាអញ្ចឹងអ្នកណាកែបានថាអ្នកដែលកែបានមានអ្នកណាខុសពីលោកឪពុកអ្នកម្ដាយព្រោះប្រពន្ធលោកថាលោកឪពុកអ្នកម្ដាយជាគ្រូទី1របស់កូនប្រពន្ធថាគ្រូទី1បើខ្ញុំមានដែលដឹងថាប្រពន្ធលោកថាម៉ែឪជាគ្រូទី1របស់កូនដែលដឹងថាយើងជាគ្រូនោះអត់ទេណាបងប្រពន្ធថាម៉ែឪជាគ្រូទី1បង្រៀនកូននោះ
ខ្ញុំគិតមើលមកសំបីតែភាសាឆ្លើយចាស់ឆ្លើយបានមិនកូនចេះពីក្នុងពោះមកទេណាលោកពុកអ្នកម្ដាយទេបញ្រៀនកូនតែកូនឯងកូនស្រីកូនឯងកូនប្រុសកាលណាម៉ែឪហៅទៅឬក៏អ្នកដទៃខាងក្រៅគេហៅកូនស្រីត្រូវឆ្លើយចាស់កូនប្រុសឆ្លើយបានអានេះលោកគ្រូទី1បញ្រៀនបើយើងអត់បានគិតពេលរបស់អ្វីទាំងអស់នៅក្នុងផ្ទះតាំងពីចានឆ្នាំងអីកន្ទេលអីរបស់ក្នុងផ្ទះក៏យើងបញ្រៀនកូនឲ្យស្គាល់អត់មានណាមកបញ្រៀនស្គាល់បាយស្គាល់សម្លស្គាល់អំបិលប្រហុកអីយើងគ្រូទី1ដែលបញ្រៀនកូនបើយើងអត់ដឹងព្រោះនេះបានថាអាចទប់បានមានតែលោកគ្រូទី1ដែលទប់បានបានតែខ្ញុំញៀនអញ្ចឹងការពារវប្បធម៌កុំឲ្យចូលដល់ភូមិព្រៃផ្ដៅខាងត្បូងនេះដោយអ្នកម្ដាយនិយាយនឹងកូនស្រីព្រោះយើងដឹងហើយថាមនុស្សវ័យប្រមាណដែលវាកើតអាសេចក្តីស្រឡាញ់ហ្នឹងបើចេះស្រឡាញ់គ្នានោះអាយុប្រមាណអាយុ6 10ចេះហើយបងអានឹងវាកើតក្រោយទេមិនមែនកើតមកពីនៅក្មេងទេទៅដើមឈើយ៉ាខ្ញុំញាត់ដើមស្វាយដើមអីមិនមកឃើញតែដើមឃើញតែស្លឹកឃើញអីតែដល់កាលណាអាយុវាគ្រប់ឃើញចេញផ្កាមកសេចក្តីស្រឡាញ់របស់មនុស្សដូចគ្នានឹងផ្កាអាកាលណាតែពេញវ័យវាកើតសេចក្តីស្រឡាញ់ចេញមកគាត់នឹងមិនមកពីណាទេដល់កំណត់វាចេញទៅដើមឈើចេញផ្លែអញ្ចឹងតែអញ្ចឹងយើងប្រាប់វាតែកូនខ្លាចអីម៉ែឪក្នុងគ្រួសារបើយើងណាស់តែមិនហ៊ាននិយាយអត់បាននិយាយនឹងកូនម៉ែឪណាញោមញាតក្នុងមួយយប់មួយថ្ងៃ24ម៉ោងត្រូវឲ្យបានជួបនឹងកូនយើងម្ដងកុំឲ្យដាច់ស្រយាលពីយើងជួបនៅពេលណាថាពេលពិសាបាយល្ងាចរួចនឹងពេលយប់មុននឹងសម្រានជួបជុំនឹងកូនសិនទាំងម៉ែទាំងឪកូនមកនិយាយលេងពីនេះពីនោះរឿងរ៉ាវឲ្យប្រាប់កូនពេលដែលយើងត្រូវជួបរាក់ទាក់នឹងកូនអប់រំកូនបងអុយនិយាយលេងទៅរួចបើឃើញកូនធ្វើអីខុសពីព្រឹកពីម្សិលមិញអីមានឱកាសនិយាយប្រាប់ណាម៉ែពុកឃើញកូនឯងធ្វើអំពើនេះអត់សមរម្យទេមិនល្អទេកុំឲ្យធ្វើទៀតហាមអាហ្នឹងឬយើងណែនាំឲ្យធ្វើអីល្អឲ្យខំរៀនខំសូត្រខំខ្ជិលខំច្អូអាហ្នឹងអប់រំក្នុងមួយយប់មួយថ្ងៃឲ្យបានជួបមកពេលមុនហ្នឹងយើងសម្រានបាយល្ងាចរួចទំនេរហើយរកពេលជួបគ្នានិយាយលេងឲ្យបានជួប24ម៉ោងជួបម្ដងបើម៉ែឪនៅជុំគ្នាជួបទាំងម៉ែទាំងឪបើថាម៉ែរវល់ឪជួបបើឪរវល់ម៉ែជួបនិយាយលេងនឹងកូនរស់រានមានវិសាសៈស្និទ្ធស្នាលអត់ដល់អញ្ចឹងកូនវាមានភក្តីភាពនឹងម៉ែឪនឹងព្រោះអាស្រ័យទំនាក់ទំនងនោះមានភក្តីភាពល្អម៉ែឪនាំអប់រំអីក៏បានដែរចង់នាំទៅវត្តទៅទាំងអស់តែញោមអត់ដែលចិត្តស្និទ្ធវាដល់ពេញកំងរំបាច់នាំវាទៅណាទេអត់នាំទៅបានទេចិត្តស្និទ្ធអង្គមិត្តភក្តិនោះខ្លាំងជាងអូននេះជាបាយអាត្មាឃើញខ្លះគេនាំកូនគេទៅវត្តពោពេញចន្ទងពេញកំងក៏ឡោះអស់ហើយគេនាំទៅវត្តទៅចេះថ្វាយគុំចេះក្រាបចេះសំពះចេះស្ដាប់ប៉ុន្តែយើងដឹងថាម៉ែឪគេអប់រំកូនគេល្អហើយមានតម្លៃបងម៉ែឪគេមិនកូនវាចេះឯងទេម៉ែឪគេអប់រំកូនគេឲ្យមានបែបបាត់ល្អអត់អញ្ចឹងញោមញាតអប់រំតែកូនហើយយើងពេញកំមុំហើយតែពេញកំមុំហើយមានគេស្រឡាញ់ហើយកូនប្រាប់អញ្ចឹងណាថាមានគេសុំស្រឡាញ់ហើយតែបើមានគេសុំស្រឡាញ់កូនកុំទទួលគេថាយើងនិយាយប្រាប់ទៅកូនយើងមានខ្លាចអីបងនិយាយប្រាប់ឲ្យត្រង់តែកូនកុំទទួលការសុំស្រឡាញ់ហ្នឹងសុំកូនប្រាប់ថាបញ្រៀនកូននិយាយថាខ្ញុំមិនមែនឯកោតែម្នាក់ឯងទេមានលោកឪពុកអ្នកម្ដាយជាអាណាព្យាបាលគ្រប់គ្រងរបស់ខ្ញុំបើត្រូវការចង់បានខ្ញុំសូមឲ្យចូលតាមខ្សែបណ្ដោយឲ្យទៅតាកតងនឹងលោកឪពុកអ្នកម្ដាយបើលោកឪពុកអ្នកម្ដាយគាត់ថាសំរុំហើយគាត់ប្រកល់ឲ្យខ្ញុំទទួលបង្កប់កូនយើងឲ្យនិយាយដើម្បីឲ្យមានតម្លៃដល់យើងជាម៉ែឪនោះបងនេះសូមឲ្យយើងញាក់ជ្រាប
mà giang tiến bà con nó bị chôn đầu hỏi cho gấu sờ lạnh thì chôn tao sờ lạnh thì chôn mấy có thứ mấy ai ban tam xe bên đòi mà tiện tồn dương công ai liệp bằng dương cho sầm rạchแต่จัดประวัติบ้านเนี่ยไอ้เตะตรงมาเยิงไอ้โกนเยิงนั่นนายนำกี่ไอ้มาเยิงสลันกิจโรเล็กดอกจัดมาเนี่ยมักสปรับไม่ทำไมไม่ชมโดยสลันกิจโรเลยนะมาบอกกิจโจรมันยัยไม่เอาชมตัวกี้ตอนนั้นมาไม่มันอ้อยกิชมยกชมตัวกานะนะชมอัดกาแต่สดชัดนปรูแต่มานะโยมยัยปรับก่อนยังเปล่าอันนี้บ่เบื่อบะจัดต่อให้นั่งถึงไม่อ้อยยังเนาเมียนตำไรเลยโกนอ้อยกิจโจรมาเตะต้องตามระยะยังเปล่าก็อ้อยยังโอกันเตะตามโกนนั่งอัดมาเนี่ยอ้อยยังเนาเมียนตำไรตัวเลยโกนยังเป็นเรียนโกนยังวันนี้สมรามสองกรตีบูนนั่งเปล่าแต่ว่าโยมนายเนื้อไม่บ้านเราพุ่มปริปดาไว้ตะบงนั่งจะเมื่อนำมุกมาธรรมาสู้แต่เราไม่ได้โกนเนี่ยปริปดาวปยันโยมก็ไอ้ว่าประเทศปูปเจมปฏิโจรมาครบสังกัดเองเปล่าไทยรักษาประเวณีปุยปองวังตะโกนยังไงบ้านเปล่าตีปรำการนาบริบจำไอ้โกนเมียนกูสกอเตรียมเตาละอ้อยเตาเชยเกมรดาอ้อยเตรียมแล้วเตรียมเกมรดาแต่ว่าปุ่นลูกปุ่นเรียนอย่างไอ้ถ้าตีปรำเตาเชยเกมรดาไอ้โกนนั่นปุ่นไอ้ลูกปุ่นเรียนป่อยังเมียนไอ้ใจนั่งป่อเมียนได้แสดได้ถึงกาเมียนเตี้ยเมียนสมัยยิ่งไปใจเต่าป่อวิเลียดอกเกมียนกุ้งสกอหายนั่งเท้าประกวดไอ้เกเชียอนุสาวรีย์ระบาดลงอปุ่งเนี่ยมาได้เชิงกากระเมนชินมาว่องใส่ก็หมักใส่แต่ว่าตาบกร้องก็อ้อยตึงจังก็อ้อยตะเวียอัตเตตามาได้ว่านั่งตัวเนี่ยตีระบายเยิงมันจะความเราไม่ให้บานชราได้เต้าประตูไอ้กอนนี่ไม่เรียนมาบอกปนนั่นยงเงียบหรือเมียนใดแสดงนะอยู่บ้านใจเจ้าโกนเมียนประมาณไม่ไงปันกรมเต็มถือมัดปรับเปียบบอกเจ้าดาวเมียนประใดเมียนปนทำปรารถนาอันใจแสดงนั่งเจ้าเกมรดกตำนายเกตำนายนี่เธอปรำยางได้โลปุ่งเนี่ยมันได้เกือบใบส่องกระโกนสำคัญพอพัตีใบนั่งอ้อยตัวรีนบ่อ้อยเมียนปัญญาจำรานรุดเลื่อนล่างนี่สำหรับมโนบ่โยมเย็นมันอ้อยดีแต่เน่าแต่เท่าเทียบหรอง่วงยังไงป่อโยมอ้อยรีโซเจตดังเต้ารีบจำสระเตยยังบานปปดลูกสำแดงทีโนถ้าบอกว่าเมนเท่าเทียบเพราะปูเพราะเชียดเพราะตะโกนเตก็ไม่นึกเคยนะอันเนี่ยปริปดาวขันตะโบงนี่เนี่ยสลายจำการีนไม่ก็ว่ามันแจ๊ดดังแบบเมียนตำนายอันเต้แต่ขึ้นจะเข้าน้องปปดได้ปปดตาบอกว่าเมนเท่าเทียบเพราะปูเพราะเชียดเพราะตะโกนเตบอกว่าเท่าเทียบเพราะอำเภอได้เกิดเบอร์เตอำเภอเปียนเลียใบยมงเขาเท่าเทียบไอแต่ยังต้นเนี่ยสลายเมนแต่ยังศึกษาเรียนโซดไอเจ๊ดังเมียนตำนายควงกวาดไรตนอโยมเย็นเมื่อสำนักมหาสังกัดเจนาโลกเนี่ยสลายได้นะป่อเรากำปองซื้อเราสระไอ้ปริปดาวเนี่ยสลายได้นะมั้งดาวลูกศึกษาเรียนโซนเมียจุนัยวิเชียกิตตัวสเกลพอตุ้งเต็มปฏิเราโหดเอาปฏิภูมิเมียก็คือตัวสเกลตัวลังกาไอ้ตัวสเกลท่านเนี่ยปลายเมียนรูปโลกเราปฏิสลายลังกาปฏิภูมิเมียไอ้กิตกรมในการเชียนเนี่ยปลายตอนนั้นเป็นเชี่ยตามันเนอะเมื่อเท่าเทียบประพูดประเจียดประตะโกแล้วก็ไม่นึกเกินตาโอ้ยอันเนี่ยปริปดาวการตะบงรีนไม่ก็เวียมบ้านตรายตะนออักแมนเตยเงียนปนเมียนเกรีนโซเจดังคลายตาเนี่ยสระนี่นังมือเกรีนเจ้าเจดังมือสมัตตะเพียบพีก็ที่อาจเพื่อเชื่อมันไตรเรชกาไอ้บ้านดาวเปล่าบ้ามันเรียนไม่จะเพื่อไอ้เด็กอันเพื่อมาเนี่ยสัมไปทำไมเอาได้สลันโกนได้จังไอ้โกนเท้าเตี้ยจังไอ้โกนถ้วยจะไหวแขกจังไอ้โกนถ้วยจะไหวสระถ้วยไม่คมมันแต่เลิกโกนไอ้ถ้วยอัดมานเนี่ยแต่ละโกนกินเมียนไปเชี่ยคนเก็บมากี่ถ้วยบานเนี่ยอาตมาสัมพันธ์อันนี้บาสรันโกนชาวเต้คือ
មានតែរឿងមួយតែជំរុញកូនរៀនឲ្យបានដល់ត្រៃត្រាននៃវិជ្ជាតាមបានទេញោមញាតអាត្មាសុំផ្ដាំប៉ុណ្ណឹងបងនេះជាឱវាទរបស់ពុទ្ធហើយឥឡូវចប់ហើយលោកពុកអ្នកម្ដាយនិយាយបានសង្គ្រោះកូនប៉ុណ្ណឹងហើយឥឡូវនិយាយពីកូនសង្គ្រោះវិញលោកពុកអ្នកម្ដាយលោកពុកអ្នកម្ដាយក៏ចាស់ហើយបើនេះលោកឪពុកក៏និច្ចកម្មទៅហើយយើងអត់បានទំនុកបំរុងគាត់ទេនៅតែអ្នកម្ដាយទី1លោកឲ្យកូននឹងជាមេត្តាបិតាព្រោះគាត់ចាស់ជរាហើយបងគាត់ធ្វើអីអត់បានទេព្រោះគាត់ចិញ្ចឹមយើងមកដោយកូនប្រមាណកូន5 6ហើយ6កូន6មនុស្ស2នាក់ចិញ្ចឹមកូន6មិនស្រួលទេណាបរោះរាប់រស់សម័យពីដើមមកធ្វើស្រែធ្វើចំការឲ្យបានមកកូនដណ្ដើមស៊ីអស់កូន6បានមកអើមដែរធ្ងោដែរអត់ដែរធ្ងោដែរបងយ៉ាងណាក៏តស៊ូចិញ្ចឹមគឺគាត់ខំមកក៏អត់ដែរធ្ងោថារោបានមកមើលមិនសល់ក្នុងកូនវាស៊ីអស់ឬម៉ែឪក៏និយាយអត់ដែរនេះគាត់រកចិញ្ចឹមយើងគិតតាំងពីយើងកើតមកដល់យើងអាយុជាង20យើងគិតមើលយើងមានដែររកអីបានប្រើប្រាស់ខ្លួនឯងសម្ពុតខោអាវក៏រកឲ្យស្លៀកមកអាហារក៏រកឲ្យបរិភោគផ្ទះសម្បែងក៏រកឲ្យនៅថ្នាំព្យាបាលរោគកាលណាមានជំងឺក៏យកទៅព្យាបាលរោគទិញថ្នាំទៅឬក៏នាំទៅពេទ្យទៅរបស់ទាំង4យ៉ាងនេះផុសគាត់ទាំងអស់ក៏គាត់បំរុងយើងស្រេចហើយណាកូនឡើង6នាក់យើងគិតមើលមកយើងប្រើសម្ពុតខោអាវរបស់ម៉ែឪម្នាក់អស់ប្រហែលម៉ែត្រទៅអស់ប្រហែលផាប់ទៅម៉ែឪមានតែគិតណាបរិភោគអង្គម៉ែឪអស់ប្រហែលតោនទៅម្នាក់ត្រឹមធំអាយុជាង20ហ្នឹងក៏អត់គោលអត់ដែរធ្ងោទេគាត់ចិញ្ចឹមយើងដោយវត្ថុ4យ៉ាងហើយសម្រាប់យើងអ្នកកាន់ពុទ្ធសាសនានេះទៀតគេប្រើពាក្យថាបច្ច័យ4តែលឺហើយធ្វើបុណ្យបច្ច័យ4នេះមានដែរបច្ច័យ4ហ្នឹងនេះមានដែរបច្ច័យ4យកមានអ្នកកាន់ពុទ្ធសាសនាឲ្យតែលឺថាបច្ច័យ4នឹកឃើញបច្ច័យ4គេសម្រាប់ធ្វើប្រគេនប្រសង់តាគេได้យល់អត់គ្រប់ទីយល់ខុសឆ្លាស់បានយ៉ាងបច្ច័យ4មានអីប្រសង់មានស្បង់ជីវរមានអាហារបិណ្ឌបាតមានកុដិមានសាលាមានថ្នាំជាបារោគខ្ញុំញ៉ាំគិតថាប្រសង់ថាខ្លួនឯងដែលអ្នកប្រគេនប្រសង់បច្ច័យ4ត្រូវការបច្ច័យ4នេះអត់ដឹងទេបងខ្ញុំញ៉ាំគិតមើលមកខ្ញុំញ៉ាំសម្ពុតខោអាវបច្ច័យទី1ហើយមកហូបអាហារបាយសម្លបច្ច័យទី2ហើយដូចផ្ទះសម្បែងបច្ច័យទី3ថ្នាំជាបារោគបច្ច័យទី4នេះវត្ថុ4យ៉ាងតែភាសាបាលីលោកថាបច្ច័យ4បច្ច័យជាបាលី4ខ្មែរតែបើបាលីថាចតុបច្ច័យបើខ្មែរយើងពាក្យខ្លះត្រូវនិយាយខ្មែរមួយកណាត់បាលីមួយកណាត់បច្ច័យ4វត្ថុ4យ៉ាងនេះគេធ្វើដែលមានកាលណាយើងអត់បច្ច័យ4នេះសេចក្តីវិនិច្ឆ័យអន្តរាយកើតដល់ជីវិតយើងហើយបងកាលណាយើងមានគ្រប់ធ្វើជីវិតយើងឲ្យមានសេរីសួស្តីបច្ច័យ4ហ្នឹងបងហើយបច្ច័យ4នេះឲ្យញោមញាក់ឈប់យល់ថាត្រូវការតែប្រសង់ញោមញាក់ក៏ត្រូវការដូចគ្នាទាំងអស់ព្រោះសម្រាប់មនុស្សលើផែនដីនេះប្រពន្ធមនុស្សលើផែនដីតាកតងនឹងបច្ច័យ4ទាំងអស់ញោមញាក់មើលមកអ្នកណាមិនស្លៀកខោលៀកសម្ព័ន្ធជាតិណាមួយដែលមិនបរិភោគម្ហូបអាហារហ្នឹងបើគាត់ម្ហូបអាហារវាខុសគ្នាយើងអាស៊ីយើងបរិភោគទៅបាយបបរទៅបារាំងវាបរិភោគនំប៉័ងទៅអូស្ត្រាលីបរិភោគភីហ្សាទៅស្អីទៅសត្វអាហារដូចតែគ្នាប៉ដើម្បីរស់ដូចគ្នាអានឹងសូមឲ្យញោមញាយល់ឲ្យច្បាស់ណាប៉អានឹងសម្រាប់បច្ច័យ4ហ្នឹងត្រូវយល់ថាមនុស្សទូទៅទាំងអស់បើពីមុនញោមញាតអត់យល់យ៉ាងទេបើកណាអាត្មាប្រាប់ឲ្យដឹងនៅជប់យល់ខុសទៀតហើយយើងក៏ត្រូវការប្រើប្រាស់បច្ច័យ4ដែរ
ปัจจัยปูนได้ធ្វើชีវិតយើងកាលណាយើងមានបច្ច័យ4គ្រប់គ្រាន់ធ្វើជីវិតយើងឲ្យមានសេរីសួស្តីសប្បាយរីករាយព្រោះបច្ច័យ4ហ្នឹងឯងបងតែខ្វះបច្ច័យ4ហ្នឹងក៏ຕົកឲ្យគេដែរអ្នកក្រអ្នកដែលល្ងងវារកអាបច្ច័យ4នោះវាមិនគ្រប់ហើយបងលែមលហាមហ្នឹងឯបច្ច័យ4អញ្ចឹងក៏បីយំញាតដឹងថាបច្ច័យ4មិនត្រូវការប្រើតែប្រសងទេអញនោះក៏តែជាប់តែមនុស្សនៅលើផែនដីទាំងអស់ជាតិណាក៏ត្រូវការនឹងបច្ច័យ4នៃពាក្យរបស់ព្រះពុទ្ធលោកសំដែងជាសកលត្រឹមត្រូវទាំងអស់មិនចេះសាបសូន្យទេបងនេះសូមឲ្យញោមញាតជ្រាបអាស្រ័យនេះយើងត្រូវចិញ្ចឹមអ្នកម្ដាយលោកឪពុកយើងដោយបច្ច័យទាំង4ឲ្យទំនុកបំរុងកើតឲ្យគ្រប់គ្រាន់សម្ពុតខោអាវទៅមកអូបអាហារទៅឬក៏មានកន្ទេលមានខ្នើយក្រេអីទៅលោកសង្គ្រោះចូលបច្ច័យ4ក្នុងផ្ទះសម្បែងដែរបងហើយក៏ឆ្នាំជាបារោគវិរិយលោកមានជំងឺនាំលោកទៅព្យាបាលឲ្យពេទ្យគេពិនិត្យឲ្យត្រូវចិញ្ចឹមបីបាច់ថែរក្សាជាករណីចាំបាច់បងប្រយ័ត្នគ្នាដល់6នាក់ម្នាក់គិតតែប្អូនគេទៅឲ្យបងគេទៅឲ្យម៉ែអត់បាយក្រៀមក៏ពិតបងឯងមករវល់កូនឯងផងរវល់ការងារផងគិតម៉ែនោះអត់បានគិតដល់ទេអានឹងប្រយ័ត្នអញ្ចឹងយើងត្រូវដាក់គ្នាបណ្ដាក់គ្នាទៅនិយាយគ្នាទៅកូន6ហ្នឹងអុយម៉ែនៅជាមួយកូនទីប្រមាណម៉ែនៅជាមួយកូនទីប្រមាណឥឡូវហ្នឹងបងនៅជាមួយកូនទី1បងអញ្ចឹងណាប្អូនប្រយ័ត្នសង្អាងតបងហើយអត់ទៅជិតម៉ែប្រយ័ត្នណាក៏កើតនៅរស់អសរវល់ប្រយ័ត្នដល់កើតបាត់បង់វាតាំងតែយំបោកខ្លួនហ្នឹងទៅយំបានការអីទៅបូជាគុណយកទឹកភ្នែកទៅបូជាពុទ្ធថាមានបានប្រយោជន៍អីមនុស្សល្ងងទេបើមនុស្សគេចេះដឹងណាគេទំនុកបំរុងតបគុណរងកាលដែលលោកនៅរស់ហ្នឹងបងអានេះអញ្ចឹងសូមឲ្យដឹងយ៉ាងនេះទី1ហើយបងត្រូវចិញ្ចឹមបីបាច់ថែរក្សាគាត់ប៉ុន្តែយើងអ្នកកាន់ពុទ្ធសាសនាអត់បានធ្វើយ៉ាងទេអត់បានធ្វើយ៉ាងទេថ្ងៃនេះអាត្មាទេសនានេះសូមបញ្ជាក់ពីសម័យបុរាណកាលណាខែភ្ជុំបិណ្ឌនេះគេរែកឆ្នាំងហុងឆ្នាំងការីទៅវត្តព្រោះអត់មានចានស្រាក់ដួសបំបែកទេណាតែចដូចទៅតាមញោមអាត្មារែកឆ្នាំងហុងឆ្នាំងកន្លរីទៅវត្តទៅដល់ទៅដួសដាក់ចានដួសដាក់ចានលើកថាទៅប្រគេនលោកយកទៅប្រគេនលោកថ្វាយអង្គមគោរពឲ្យលើកប្រគេនលោកតន់ភ្លាន់ល្អដល់វសល់អាសន្លោះការីសន្លោះហុងបាតឆ្នាំងមកផ្ទះវិញដួសទៅជូនម៉ែឪដួសទៅជូនម៉ែឪតើដួសទៅជូនម៉ែឪម៉ែឪក៏រស់នៅផ្ទះប៉ុន្តែអត់បានយកទៅប្រគេនយកទៅជូនដោយព្រះសង្ឃទេណាបងកាន់សន្លោដាក់ចានពីផ្ទះទៅដើរយូរទៅផ្ទះទៅដល់ម៉ែឪនៅផ្ទះអត់បានជូនគេទេយកសន្លោទៅដាក់លើតូអត់បានជូនទៅដែរទេប្រាប់ថាម៉ែខ្ញុំយកសន្លោមកជូនចាំភាសាសន្លោខ្ញុំយកដាក់លើតូហ្នឹងធ្វើនឹងខុសណាស់បងអាត្មានិយាយពីប្រៀបថាធ្វើអញ្ចឹងដូចគេចិញ្ចឹមឆ្មាទេអ្នកចិញ្ចឹមឆ្មាគេលាយបាយឲ្យឆ្មាដូចគេដាក់ទៅគេគោះចានមានមកស៊ីបាយហើយយកទៅឲ្យម៉ែឪទៅដូចដាក់បាយឲ្យឆ្មាទេណាបងអានឹងឈប់ឲ្យមានលក្ខណៈហ្នឹងត្រូវដួសឲ្យយកទៅថ្វាយបង្គំលើកជូនគាត់ឲ្យត្រឹមត្រូវថាម៉ែពុកកូននឹមសម្លមកហូតយកមកជូនម៉ែពុកសុំឲ្យពិសាមកហូបអាហាររបស់កូនបងថ្វាយបង្គំចារួចយកទៅវត្តយកទៅជូនម៉ែនោះមុនទៅវត្តទៀតបើម៉ែឪរស់នៅយកទៅបូជាម៉ែឪមុនយកទៅបូជាព្រះសង្ឃកុំឲ្យសល់ពីវត្តបានយកទៅជូនម៉ែឪដល់បានទេហ៎ព្រោះឥឡូវបង្វិលត្រឡប់មកវិញមុនម៉ែឪនៅត្រូវយកមកហូបអាហារទៅបូជាគាត់មុនរួចសុំយកទៅវត្តតែបើមកហូបអាហារនោះវាតិចទេបំបែកអត់បានបាច់យកទៅវត្តទេយកទៅជូនម៉ែជូនពុកអបសាបូជាព្រះព្រមម៉ែឪនោះប្រពុតថាជាព្រះអរហន្តរបស់កូនណាអហុណយោប្រពុតថាខ្លួនលោកជាព្រះទី2ដែរម៉ែឪជាព្រះទី1របស់កូនលោកឲ្យតម្លៃប៉ុណ្ណាបើអញ្ចឹងកុំឲ្យធ្វើដោយពីមុនទៀតតែបានហើយ
ត្រូវបូជាព្រះទី1ហ្នឹងក៏ឲ្យបានត្រឹមត្រូវល្អបរិបូរណ៍សមទៅគោរពព្រះសង្ឃនៅវត្តហ្នឹងបងនេះបានត្រឹមត្រូវពីមុនមកអត់ទេទៅអសល់ពីវត្តបានយកទៅជូនម៉ែឪយកជូនម៉ែឪហើយអត់បានលើកជូនទេទៅដាក់លើតុប្រាប់ថាម៉ែខ្ញុំយកសន្លមកដាក់ទៅចាំភាសាអត់មានគោរពបូជានេះក្នុងលក្ខណៈដែលចិញ្ចឹមបីបាច់ថែរក្សាគាត់ចាស់ជារាត្រូវមកឬមិនដែលម៉ែឪណាហ៊ានទីអីពីកូនទេអត់ទេបងអត់ក៏សោះចិត្តនៅស្ងៀមនៅកូនគេនឹកឃើញគេឲ្យគេយកទៅតែម៉ែឪណាទីអីពីកូនឯទី1ទី2ត្រូវជួយធ្វើកិច្ចការគាត់លោកឪពុកអ្នកម្ដាយគាត់ចង់ធ្វើអីធៀបប្រមាណតែគាត់ចង់ធ្វើបន់ចង់និមន្តប្រសង់សង្ឃទានអីចឹងយើងកូនចៅលឺហើយប្រាប់គ្នាទៅថាបងហើយប្អូនហើយឥឡូវបែកពុកក៏ចង់សង្ឃទាននាំគ្នាធ្វើកម្មវិធីជូនគាត់ឲ្យបានទៅនេះកិច្ចការដែលគាត់ចង់ធ្វើឬតែចង់ឲ្យត្រូវធ្វើឲ្យបានដោយហើយទៅគាត់ចង់ទៅវត្តណៃសិលក៏ចង់ទៅវត្តទៅសមាទានសេវត្តទៅវត្តឆ្ងាយមកក៏ទៅមិនរួចសងៃមានយានយន្តនេះតាយើងឲ្យបងប្អូនទៅណាទំនេរឲ្យគេជូនក៏ទៅវត្តទៅបំណងដែលគាត់ចង់ទៅណាសមាទានសិលរួចទៅក៏នាំគាត់យកមកវិញទៅនេះថាលោកឪពុកអ្នកម្ដាយគាត់ចង់ធ្វើឲ្យចង់បានឲ្យត្រូវកូននោះធ្វើឲ្យសម្រេចចិត្តរបស់គាត់ដែលគាត់ចង់បានឲ្យពេញចិត្តហ្នឹងនេះទី2ទី3ត្រូវថែរក្សាពូជពងវង្សត្រកូលរបស់ព្រះគាត់ពូជពងវង្សត្រកូលរបស់គាត់ជាត្រកូលរបស់សប្បុរសមិនអសប្បុរសទេគឺជាអ្នកមានទានមានសិលមានភាវនាចិត្តនឹកមេត្តាដល់មនុស្សសត្វទាំងអស់ពោมันបៀតបៀនជីវិតសត្វទាំងថាត្រកូលសប្បុរសអញ្ញញាតិមិត្តក្នុងភូមិព្រៃបដាវខាងត្បូងមានទុក្ខធរៈអីគាត់ទៅជួយរំលែកទុក្ខរបស់គេណាឯងមានគ្រួសារណាស្លាប់គាត់ក៏ទៅជួយបន់ជួយមេត្តានេះគេថាត្រកូលសប្បុរសក៏បីយើងកូនចៅថែរក្សាលំអានពូជពងវង្សត្រកូលរបស់គាត់កុំឲ្យធ្លាក់ចោលលំអានរបស់ត្រកូលក៏យ៉ាងណាយើងចាំទៅដល់អត់ពីគាត់ទៅឬគាត់នឹកថាយើងថែរក្សាកុំឲ្យធ្លាក់ចោលព្រោះកូនសប្តាហ៍នេះមានបញ្ញាចេះដឹងចឹងម៉ែឪតែว่าយើងបានរៀនសូត្រយកថែរក្សាពូជវង្សត្រកូលកុំឲ្យធ្លាក់ចោលដោយសារយើងចិនគេថារក្សាយីហោខ្មែររក្សាពូជពងវង្សត្រកូលដ៏ល្អរបស់លោកឪពុកអ្នកម្ដាយកុំឲ្យធ្លាក់ចោលដោយសារយើងតែធ្វើកតញ្ញូដ៏ល្អរបស់កូននោះថែរក្សាទ្រទ្រង់ពូជពងវង្សត្រកូលរបស់គាត់កុំឲ្យពុកអ្នកម្ដាយជាអ្នកមានទានមានសិលមេត្តាករុណាដល់មនុស្សដល់កូនមកអត់បនក៏មិនជឿបាបក៏មិនជឿសាសនាក៏មិនជឿគុណទោសអីក៏មិនជឿនេះខូចហើយពូជពងវង្សត្រកូលរបស់គាត់តាមពុទ្ធសាសនាមានទោសទៀតបើយើងបំផ្លាញត្រកូលដ៏ល្អរបស់គាត់ឲ្យហិនហោចដោយសារយើងណាបើឲ្យវិញ្ញាសាយើងមានទោសទៀតហើយទី3ទី4ត្រូវចាំពាក្យទូលមានព្រិនបដៅរបស់លោកឪពុកអ្នកម្ដាយដែលក៏តែងទូលមានព្រិនបដៅប្រាប់សេចក្តីល្អសេចក្តីឲ្យយើងធ្វើសេចក្តីអាក្រក់ហាមយើងមិនឲ្យធ្វើយ៉ាងណាចងចាំកុំបំភ្លេចចោលយកមកអនុវត្តយកមកបដិបត្តិប្រចាំជីវិតយើងរួចនាំពាក្យរបស់គាត់ទៅទូលមានអប់រំកូនចៅយើងទៀតព្រោះពាក្យអវាទទូលមានព្រានបដៅរបស់លោកឪពុកអ្នកម្ដាយនេះជាសាសនាមួយដែរបើយើងពោលជាបល័យថាមេត្តាបេតុសាសនាព្រោះយើងនិយាយពុទ្ធសាសនាជាភាសាបល័យបើយើងនិយាយជាខ្មែរថាពុទ្ធនិយាយជាខ្មែរថាពាក្យទូលមានព្រានបដៅរបស់លោកអ្នកត្រាស់ដឹងពុទ្ធសាសនាប្រែជាខ្មែរតែអញ្ចឹងពុទ្ធលោកអ្នកត្រាស់ដឹងអញ្ចឹងពាក្យរបស់ម៉ែឪជាសាសនាមួយដែរដែលកូនគួរគោរពគួរថែរក្សាដោយយើងថែរក្សាពុទ្ធសាសនាពាក្យអវាទប្រពុតអញ្ចឹងដូចគ្នាអញ្ចឹងបងនេះសូមឲ្យកូនចៅទាំងអស់នេះទី4ទី5
កាលណាបើលោកទទួលមរណកាលទៅកាន់លោកខាងមុខអីនេះលោកឪពុកទៅខាងមុខបាត់ហើយយើងកូនចៅក៏បីធ្វើបន់ធ្វើកុសលឧទ្ទិសជូនទៅលោកឲ្យបានញឹកញយបន់ធំនេះយើងធ្វើយូរបានម្ដងទេណាប៉100ថ្ងៃបានម្ដងជាងកាល2-3ឆ្នាំអីបានម្ដងទេជួនកាលថ្ងៃភ្ជុំបិណ្ឌទៅមកព្រឹកទៅចូលឆ្នាំទៅមកព្រឹកទៅវត្តនោះរង្វើលដែរធ្វើបែបនោះរង្វើលនេះបន់ធំចាស់អត់ងាយធ្វើទេចំណាយប្រាក់ច្រើនណាស់មានបន់ដែលយើងត្រូវធ្វើបានងាយបើតូចបងអញ្ចឹងសូមឲ្យជ្រាបចឹងដូចជាខ្លះថ្ងៃភ្ជុំបិណ្ឌទៅវត្តមកព្រឹកថ្ងៃចូលឆ្នាំថ្ងៃឡើងសាក់ទៅឆ្លងភ្នំមកព្រឹកមួយខែមួយឆ្នាំ365ថ្ងៃទៅបានតែមួយថ្ងៃពីព្រឹកណាជុំបិណ្ឌមកព្រឹកចូលឆ្នាំមកព្រឹកបូកទៅមួយថ្ងៃមួយឆ្នាំ365ថ្ងៃ364ថ្ងៃអត់ដែរទៅវត្តធ្វើបុណ្យឲ្យសោះបងរង្វើលណាបងពេលថ្ងៃភ្ជុំបិណ្ឌទៅវត្តសោះខ្លាចម៉ែឪមករក7វត្តមិនឃើញដាក់បណ្ដាសាទេបានទៅខ្លះហ្នឹងខ្លាចត្រូវបណ្ដាសាម៉ែឪនោះរស៊ីមិនកើតមានណាចាំម៉ែគេថាសត្រាអីមហាពេនណាគេថាអត់តែពេលភ្ជុំបិណ្ឌហើយយំបបាលលេងនរកប្រែតឲ្យមកដើររកកូនចៅរក7វត្តតែមិនឃើញហើយបន្តិចបដាសាយំត្រង់ដីរូងស្មើជង្គង់ហើយខ្លាចត្រូវបណ្ដាសាម៉ែឪក៏ទៅថ្ងៃនោះណាក៏ទៅអ្នកផើមិនសវឹងមិនងើថ្ងៃមកព្រឹកអត់ហ៊ានផើទេទៅវត្តខ្លាចត្រូវបណ្ដាសាម៉ែឪគេក៏ហក់ទេគេបញ្ញុយទេគ្មានកំពីនៃការណាសំដែងយ៉ាងនឹងទេដល់បានហើយមនុស្សល្ងងទេជឿអញ្ចឹងហ្នឹងបើនៅចេះដឹងគេអត់ជឿទេបើមានកំពីណាតែយំបបាលលេងនរកបើដើររកកូនម៉ែអត់មានតែរសោះបងដល់បានណាយើងអត់ទីកសលប៉ុនទៅនឹងលោកនៅទីណាកន្លែងណានៅកន្លែងណាលោកទទួលកន្លែងហ្នឹងអត់មានដើររកកូនទេបងនេះសំជ្រាបចឹងឥឡូវលុបអាជំនឿនឹងមួយហើយប៉ុនដែលយើងត្រូវធ្វើបានដោយងាយហើយបើព្យាយាមចង់ធ្វើបានរាល់ថ្ងៃបងញោមញាតិនៅជិតវត្តយើងព្រឹកឡើងដាំបាយមកផ្ទាល់លោកដាក់លើតុមុខទៀតទៅប្រសងលោកដើររកអាហារបិណ្ឌបាតឃើញញោមដាក់បាយលោកមករកហើយគេដាក់ប្រគេនលោកមកវែកពីរវែកទៅត្រីញៀតអីទៅមកវែកចង្អុលដៃទៅមកហូបអីហើយអត់ទិញជូនទៅលោកពុកអ្នកម្ដាយឲ្យបានយើងញញនេះប្រពៃណាព្រោះលោកថាកាលណាម៉ែឪទទួលមរណកាលហើយក៏បីកូនឧស្សាហ៍ធ្វើបន់ឲ្យទិញទៅឲ្យបានញញក៏ដាក់បាតប្រគេនព្រះសង្ឃរាល់ថ្ងៃហ្នឹងឯងបងនោះបាទគេថាដូចម៉ែនឹកយើងកូនរាល់ថ្ងៃទៅផ្សារទិញនំយកមកផ្ញើយើងណានឹកកូនដល់កូនម៉ែឪងាប់ទៅមួយឆ្នាំនឹកតែពីព្រឹកបើហ្នឹងធ្វើយកឲ្យរង្វើណាបើអត់បាននឹករលឹកគុណទេចាអាត្មាសុំជម្រាបចឹងបើញោមអាចធ្វើបានដាំបាយដាក់បាតប្រសងទៅដាក់តុមុខផ្ទះទៅដាក់ផ្ទាល់បាយទៅលោកឃើញលោកមកហើយបើដើររកបាយហ្នឹងឯងបើយើងទំនេរដាក់ទៅហើយយើងមិនទំនេរទៅក៏ឲ្យម៉ែក៏ដាក់ទៅជិះជូនទៅឪទៅយាយតាអីទៅឬមានអាណាទំនេរដាក់ទៅឲ្យជាប៉ុនទាំងអស់គ្នានេះគេថានឹករលឹកដល់គុណឧបការៈរបស់លោកឪពុកអ្នកម្ដាយនោះបានញឹកញយជាទីបំផុតនេះជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់សម្ដែងទូលមានព្រាហ្មណ៍ដៅបើសិនណាជាអ្នកកាន់ពុទ្ធសាសនាទាំងអស់ដឹងនៅពាក្យទូលមានព្រាហ្មណ៍ដៅរបស់ព្រះសម្មាសម្ពុទ្ធអត់ខកទេអ្នកណាក៏មិនខកដែរម៉ែឪក៏សង្គ្រោះកូនក៏អត់ខកដែរបងមកយ៉ាងមានវាសនាដ៏ល្អប្រលោកសង្គ្រោះត្រឹមត្រូវរិញម៉ែឪទីបើកូនសង្គ្រោះត្រឹមត្រូវគាត់ក៏មានសំណាងនៃជីវិតចាស់ហើយចុងក្រោយហ្នឹងគាត់បានធូរស្រាលដោយកូនគេទំនុកបំរុងបើនៅបច្ច័យទាំងឡាយ4ហ្នឹងគ្រប់គ្រាន់ឈឺគេយកទៅព្យាបាលអស់បងនេះជាឱវាទរបស់ព្រះពុទ្ធព្រោះរួយអាត្មាជំរាបថាម៉ែឪនេះលោកថាជាព្រះអរហន្តរបស់កូនជាព្រះទី1របស់កូនខ
ក្នុងពុទ្ធសាសនាថាកូនណាទៅសម្លាប់ម៉ែត្រូវអនន្តរិយកម្មទោសធ្ងន់ណាស់ណាមេតុឃាតសម្រាប់ឪពុកក៏បេតុឃាតត្រូវអនន្តរិយកម្មទី3អរហន្តឃាតមនុស្សទៅសម្លាប់ព្រះអរហន្តអរិយសង្ឃលោកដែលខ្សែអសវៈកិលេសអស់ហើយអរិយសង្ឃសម្លាប់ក៏ត្រូវអនន្តរិយកម្មទី4លោហិតបានបុគ្គលណាទៅបន្ទុសរាយនឹងបុគ្គលយកដុំថ្មយកតំបងទៅគប់ទៅវាយឲ្យត្រូវប្រកាយប្រពន្ធឲ្យចេញឈាមសមានតែសត្វរុយមួយស៊ីឆ្អែតបុគ្គលនោះត្រូវអនន្តរិយកម្មហើយដូចជាទេវទត្តដែលប្រមៀលដុំថ្មទៅលើកំពូលភ្នំកុជកោតធ្លាក់មកត្រូវមរៀមបបាក់ប្រពន្ធបែកចេញឈាមរុយមួយស៊ីបានទេវទត្តត្រូវអនន្តរិយកម្មទី5បំបែកសង្ឃបំបែកប្រសង្ឃឲ្យបាក់បែកគ្នានៅក្នុងវត្តឲ្យបែកសាមគ្គីចែកបច្ច័យពួកណាអនន្តរិយកម្មដែរតែអាត្មាលើកពីទោសធ្ងន់5នេះព្រោះវាជាប់ជំពាក់លោកឪពុកអ្នកម្ដាយអានឹងចឹងក៏អានឹងសុំឲ្យញោមញាតដែលជាកូនចៅនឹងប្រយ័ត្នក៏នឹងលោកឪពុកអ្នកម្ដាយនេះមែនទេកុំប្រហែសកុំទ្វេនឹងគុណឧបការៈរបស់ព្រះលោកក៏បីគោរពបូជាលោកបោសង្ឃគុណលោកទើបលោកនៅរស់បើថាអនិច្ចកម្មស្ដាប់ផុតនឹងនៅឯណាទេតែធ្វើបន់ខែងងឹតនេះបានធ្វើបន់ខែភ្លឺយើងជូនឲ្យទៅកើតភ្នែកកើតឃើញក៏ទទួលយកពីយើងឃើញឪពុកម្ដាយទទួលនឹងមើលឃើញអ្នកនេះទៅធ្វើបន់ខែភ្លឺបានបន់បានអានិសង្សណាគឺសម្រាប់ធ្វើកតញ្ញូចំពោះមេត្តាបិតានេះអ្នកប្រាជ្ញទាំងឡាយលោកសរសើរពូលថាបុគ្គលដែលមានកតញ្ញូនឹងរមែងមានកិត្តិយសកិត្តិឈ្មោះអ្នកប្រាជ្ញបណ្ឌិតលោកសរសើរបុគ្គលដែលមានធ្វើកតញ្ញូហើយបុគ្គលដែលមានធ្វើកតញ្ញូដឹងគុណម៉ែឪវាកតញ្ញូអ្នកដឹងគុណកតវេទីធ្វើតបមានពីរឥឡូវនេះកតវេទីឯងកំពុងធ្វើកិច្ចការដើម្បីតបកតញ្ញូប្រែថាដឹងគុណណែឥឡូវថ្ងៃនេះបានធ្វើទាំងពីរហើយបងកតញ្ញូដឹងថាលោកមានគុណឧបការៈមកដល់យើងធ្វើកតវេទីតុបតែងកម្មវិធីបុណ្យនេះដើម្បីជូនដល់លោកដើម្បីលោកត្រេកអររីករាយសប្បាយហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាបុគ្គលដែលមានធ្វើកតញ្ញូដល់មេត្តាបិតានេះបុគ្គលអត់ធ្លាក់ចោលទេធ្វើកតញ្ញូដោយតម្រូចត្រូវបុគ្គលឲ្យធ្លាក់ចោលទេបើធ្វើស្រែធ្វើចង្ការក៏បានផលដែរគេធ្វើអត់បានយើងបានព្រោះធ្វើកតញ្ញូបើធ្វើចំនួនជួញប្រែក៏មានកម្រៃចំណេញជានិច្ចជាប្រកដីបើធ្វើមន្ត្រីរាជការក៏បានឡើងប៉ុនឡើងស័កជាប្រកដីព្រោះធ្វើកតញ្ញូនោះជួយត្រោត្រង់បុគ្គលដែលមានធ្វើកតញ្ញូនឹងអត់ឲ្យធ្លាក់ចុះទេបាទvì xong bay tê đá cái là xa đẻ tê đá nó miền phùm tê đá rục cái tê đá tam bia xe bia chừng ca đừng đừng thì dương chia một quân miền gan thì lộ là xa dương miền chuẩn ăn độc bia na màu biên trập sầm bát dương cái đây à giúp chi bên dương cái đây tê đá khơi nhanh lộ bình chia ở đây chấm như này còn pi quân để ca bón đâu xâm đài nhà chẳng bình chia ở chấm như này ở kinh ở chi viên bây giờ nên bộ con lại miền thưa cả tình nhu nào bán pre sama sampot lô sầm đan ta ban này anh trong ở tiêu đa chui này anh xong anh này anh chui còn anh mòn chui cứ để xa dương miền thưa cả tình nhu cả tạ về ti chưa con chưa tô thua sẽ cái đây là ọt luôn dương nó cả ta dương chui luôn dương này tiêu đá luôn chui mà nơi đây là ọt miền thưa cả tình nhu chuyện đàm đã tiêu đá nó tôi chui bụi trào nó là miền thế bụi trào tôi lui cái ban này tiêu đa tôi chui lui phong tiêu đa nó tới bỏ ớt này ở đây miền thế này sầm ở nhiều miền rồi nhà bán chia phân để ca bỏ một phân lô sầm đánh thá bởi trong ai tiêu đa chui này anh xong anh này anh chui luôn anh môn chui luôn dương môn cứ dương thôi sẽ đây là ỏn này xong bây giờ dáng tiêu đa ớt miền thay phần này đây khơi miền mà nó à ăn được tiền một bi biên nhớ lúc này cái gì ở đây chậm như thế
នេះសម្រាប់ពុទ្ធសាសនាសូមឲ្យញោមញាតជ្រាបបើចោលធ្វើទេសនាដោយប៉ុណ្ណឹងឲ្យញោមញាតបងជាង1 ម៉ោងហើយបងគឺញោមញាតស្ដាប់ធ្វើទេសនាមុខគ្រីមមកតែឲ្យបែរធុញមិនចង់ស្ដាប់ទៅយូរពេកអង្គុយស្ដាប់នឹកឲ្យស្មានណាចប់តែឯងចោលចង្កេះផងរាតមាលើករឿងមួយមកសម្ដែងប្រាប់ញោមញាតទៀតណាអនាតបិណ្ឌិកសេដ្ឋីដែលសាងវត្តចេតពន្ធនៅក្រុងសាវត្ថីនឹងថ្វាយព្រះពុទ្ធគង់ថ្ងៃមួយអនាតបិណ្ឌនឹងចូលទៅកាន់វត្តចេតពន្ធនៅផាត់ទៅថ្វាយព្រះពុទ្ធហើយដល់ថ្វាយទៅហើយព្រះពុទ្ធលោកសម្ដែងធឿប្រុសអនាតបិណ្ឌថាមនាលកហបតីរបស់5យ៉ាងដែលកម្រមនុស្សគេចង់បានគ្រប់គ្នាលោកសម្ដែង5យ៉ាងតែអ្នកណាក៏ត្រូវការដែររបស់5យ៉ាងទី1គឺអាយុវែងញោមញាតណាដែលមិនចង់បានអាយុវែងណាចង់បានគ្រប់គ្នាទី2ពើសម្បុរល្អធម្មជាតិក៏មិនពិបាកលៀបលេអីទេទៅថ្លៃថ្លាធម្មជាតិទី3សេចក្តីសុខទី4ទ្រព្យសម្បត្តិយសស័ក្តិទី5ពេលស្លាប់ទៅកម្មឋានសួគ៌កើតទេវតារបស់5យ៉ាងនេះមើលញោមញាតចង់បានគ្រប់តែគ្នាបើញោមញាតមិនប្រាប់អាត្មាក៏ដឹងណាដែលចង់បាន5យ៉ាងដូចគ្នាបានលោកសំដែងប្រាអនាតបិណ្ឌសកហបតីរបស់5យ៉ាងនេះមិនមែនបានដោយការបន់ស្រន់ទេការបដិបានពីការធ្វើទាំងអស់ចេញពីផលរបស់កម្មលោក5យ៉ាងបងអាយុបានអាយុវែងដែលបានអាយុវែងគាត់ថាអាយុវែងមកពីយើងអត់សម្លាប់សត្វខ្លួនយើងណាអត់សម្លាប់សត្វយើងមានពើសម្បុរល្អមកពីយើងយើងមានពើសម្បត្តិល្អមកយើងមិនខឹងច្រើនញោមញាតដឹងនៅណាដែលឯងខឹងច្រើនជាងគេដឹងទេមនុស្ស2នាក់មនុស្សស្រីនិងមនុស្សប្រុសណាឯងខឹងជាងគេដឹងថាត្រូវដែរបងមនុស្សស្រីឯងខឹងច្រើនខឹងក្នុងប្តីដើរទៅលេងមិនជួយធ្វើការដើរស៊ីផឹកប៉ឡែសវឹងជាមួយមេភ័ក្រក៏ខឹងណាជាងការទៅលោបមានស្រីទៅទៀតក៏ខឹងមិនចេះតិចទៅទៀតជាងការខឹងក្នុងកូនចៅបដាមកមួយថ្ងៃប្រមូលតែខឹងមកទុកក្នុងខ្លួនអានឹងដល់អនាគតទៅមានពើសម្បល់អាក្រក់ឯណាញោមញាតបើអញ្ចឹងញោមញាតដឹងត្រូវបន្ទូចេញស្មានហើយបន្តឲ្យចេញទៅខឹងក្នុងប្តីដល់ស៊ីផឹកប៉ឡែក៏សម្រាប់ទៅអប់រំណែនាំនិយាយទៅកុំទៅចង់កុំអាំងទុកបើខំកើតពើសម្បល់អាក្រក់កើតជាកើតមកសម្បល់ខ្មៅកញេទៅទិញលេយកមកលាបជួយក៏មិនរួយអាហ្នឹងយកលំអធម្មជាតិញោមញាតបងបើញោមញាតចាំបានសេចក្តីសុខគឺរសាសិល5ហ្នឹងសិទ្ធិមនុស្សគោរពសិទ្ធិមនុស្សនៅលើផែនដីនេះមិនដែលណាស្លាប់បាត់បង់ជីវិតដោយសារយើងសម្រាប់គេក៏មានអមដែលណាបាត់បង់ទ្រព្យសម្បត្តិដោយសារយើងទៅលួចបើគេក៏មានអមដែលណាខូចខាតប្តីប្រពន្ធសារយើងទៅបៀតបៀនបើគេក៏មិនមានអមដែលណាទៅខូចខាតពាក្យសម្ដីភូពោកុហកបើយើងក៏មានបាទភូពោកុហកច្រើនអ្នកលក់តំណែងចាំងកុហកបាទខ្ញុំទិញមកថ្លៃណាស់បងអើយលក់នេះខាតអីក៏ហក់គេសោះបើអញ្ចឹងកុំពោលកុំប្រាប់គេថាទិញមកថ្លៃក៏ហក់តែថ្លៃហ្នឹងយើងលក់យកប្រមាណលក់តែអានេះជិះវៀងរួចបាទនេះញោមញាតអាហ្នឹងអញ្ចឹងបងអាហ្នឹងនិយាយពីគោរពសិទ្ធិមនុស្សឬក៏មិនអោយផឹកស្រាគ្រឿងសង្វឹងគ្រឿងញៀនអាហ្នឹងមេគេទាំងអស់ហើយបងវិសិល5នេះបើមិនឈប់ផឹកស្រាទេមិនបាច់សុំទេសិល4វាអត់ចប់ទេនេះបើកាលណាមិនទាន់ឈប់ផឹកស្រាកុំទៅសុំពីព្រោះប្រពន្ធលោកថាសិល5មានសូរាជាចំណងរបស់សិល
បើកាលណាញោមមានអត់ផឹកស្រាទេទៅសម្លាប់គេដាច់តែមួយទេ4អត់ដាច់ទេទៅលួចទ្រព្យគេក៏ដាច់តែមួយដែរ4អត់ដាច់ទេទៅបៀតបៀនប្តីប្រពន្ធគេក៏ដាច់តែមួយដែរអត់ទៅកុហកគេដាច់តែមួយទេបើផឹកស្រាដាច់ទាំងអស់ព្រោះសុរានេះជាភេសជ្ជៈដែលមានធម៌ពលខ្លាំងកាលណាផឹកទៅប្រែប្រួលអាចិត្តវិញ្ញាណយើងជាចិត្តវិញ្ញាណស្រាហើយបងស្អីក៏ហ៊ានធ្វើដែរមនុស្សមិនចេះនិយាយក៏និយាយបបាច់បពូរអ៊ូរទើមកទៅស្វឹងហើយនិយាយមិនឈប់ទេតែមនុស្សមិនកាយទេតែផឹកស្រាក៏ស្វឹងអួតអាងកាងកទីកាត់ចាក់ឯណាភ្លាមណាបាននេះញោមញាតអានេះមិនយ៉ាងសារានេះជាមេបានថាកាលណាផឹកស្រាដាច់ទាំងអស់ដោយសារតែញោមញាតខ្លះដូចជាជីវៀងសិល5បានសម្លាប់ក៏មិនដែរសម្លាប់លួចគេក៏មិនដែរលួចបៀតបៀនប្តីប្រពន្ធគេក៏មិនដែរកុហកគេក៏មិនដែរទេដូចជាប់សិល4ដែរណាដូចយើងមានសិល4ដែរកាលណាយើងឈប់ស្រាទៅរក្សាសិល5ខ្លួនយើងទៅជាមនុស្សទេវតាជាមនុស្សទេវោមានសិល5មនុស្សទេវតាទេវតាពីកំណើតលោកមានសិល5ពីកំណើតមនុស្សយើងរក្សាសិល5វាសមភាពវាស្មើគ្នានឹងទេវតាអត់ពិបាកគោរពអ្នកទេវតាក៏រាប់អានយើងក៏រាប់អានទេវតាជាសមភាពគ្នាណារាប់អានអញ្ចឹងបងនេះសមឲ្យយើងញាក់ជ្រាបថាមនុស្សទេវោហ្នឹងជាតិជាមនុស្សបណ្ណរឹកព្រាដូចជាទេវតាក្នុងឋានសួគ៌មិនដែលឲ្យទុកទោសណាទេគឺជួយដល់សង្គ្រោះគេនេះសមឲ្យយើងញាក់ជ្រាបអញ្ចឹងសម្រាប់សិលកបីរសាបងហើយសក្តិយកស័កទ្រព្យសម្បត្តិមកពីយើងបានបរិច្ចាគទានហើយយើងមានចំណេះមានបញ្ញាផងបានមានទ្រព្យសម្បត្តិមានបុណ្យស័ក្តិហើយតែកាលណាមានអំពើទាំង4នេះដល់ស្លាប់ទៅកើតទេវតាហើយដោយស្វ័យប្រវត្តិចឹងអញមានអាចចង់ទៅកើតទេវតាមកធ្វើធ្វើ4ហ្នឹងតែបានញោមកុំសម្លាប់គេកុំខឹងច្រើនរសាសិលឲ្យធ្វើទានឲ្យទៅចែកទ្រព្យសម្បត្តិទៅធ្វើបច្ច័យ4ដល់ប្រសង់ទៅនោះទ្រព្យសម្បត្តិញោមញាកើតមានយសស័កក៏កើតមានដែរហើយចំក្រោយនៃជីវិតទៅកើតជាទេវតាក្នុងឋានសួគ៌នឹងបានសេចក្តីសុខសួស្តីនេះ5យ៉ាងអ្នកណាក៏ត្រូវការដែរញោមសួរណាមិនចាំបានព្រះពុទ្ធណារបស់កម្រ5យ៉ាងកាបដីមនុស្សគេចង់បានគ្រប់តែគ្នាមិនបាននៃការបន់ស្រន់នេះបានដោយសារកម្មដែលយើងធ្វើបើយើងកាន់ពុទ្ធសាសនាជាអ្នកជឿកម្មនឹងផលរបស់កម្មគឺអំពើដែលយើងធ្វើដល់វាចេញជាប្រយោជន៍មកថាផលនោះចេញពីកម្មនឹងឯងទេពុទ្ធសាសនាបញ្រៀនឲ្យធ្វើការទេញោមញាតតែបានទេហើយបញ្រៀនឲ្យមនុស្សធ្វើការទេបងចូលសម្ដែងទៅទេសនាប៉ុណ្ណឹងចុះបងមើលទៅមុខស្អុយក្រៀមអស់គ្រប់គ្នាតែសំបញ្ចប់អញ្ចឹងបងទៅទេសនាអាត្មាភាពសម្ដែងក្នុងកម្មវិធីបុណ្យចម្រើនបច្ចុប្បន្នបុណ្យបច្ច័យ4បុណ្យឆ្លងប្រាងនេះនិងភាគណានុប្រទានក្នុងឱកាសនេះក៏លំមសំគួរតាមកាលនិងវេលាហើយតែមុននឹងបញ្ចប់ក៏សំលើកកុសលរិស័យដែលកើតអំពីបុណ្យបច្ច័យ4ចម្រើនបច្ចុប្បន្ននេះជូនអ្នកម្ដាយណាឯណាអ្នកម៉ែនោះអ្នកម៉ែញ័រលន់ហ្នឹងមកឥឡូវនេះកូនគេរៀបចំកម្មវិធីដើម្បីជូនអ្នកម៉ែហ្នឹងហើយតែបានទេហើយចូលសូមឲ្យអ្នកម៉ែធ្វើសេចក្តីត្រេកអររីករាយមានមុខមានមាត់មានកិត្តិយសកូនទាំង6គេនឹកឃើញគេធ្វើបុណ្យដើម្បីនឹងសងគុណតបគុណលោកទៅដល់ភ្នែករស់ហ្នឹងតែបានទេហើយបាទអាត្មាផ្ដាំណាបុណ្យបច្ច័យ4ធ្វើនេះប្រគេនប្រសងយកទៅវត្តទេតែបានហើយប្រយ័ត្នប្រសងអត់បានគិតបច្ច័យ4ម៉ែនេះគឺជាបច្ច័យ4បាទហ្នឹងហើយបច្ច័យ4ប្រគេនប្រសងយកទៅវត្តអស់ហើយម៉ែអត់សូមឲ្យញោមអនុមោទនាត្រេកអររីករាយទទួលយកកុសលផលបុណ្យដែលកូនចៅទាំង6គេនឹកឃើញដល់គុណឧបការៈនេះគេធ្វើបង
ធ្វើនេះមិនងាយតែញោមនេះណាព្យាពលឺច្រើនណាស់នៅគ្រឿងបរិការកចានចំណាយត្រិតច្រើនដោយសារតគុណនឹងសូមឲ្យធ្វើទឹកចិត្តរីករាយសប្បាយដើម្បីមានសុខភាពល្អមានអាយុវែងយឺនយូរជាម្លប់កូនចៅពុទ្ធសាសនាថាមេដាបេដាជាម្លប់ដ៏ត្រជាក់របស់កូនជ្រោកនឹងបងអត់មានកដៅអីទេបងព្រះមេត្តាបេតុឆាយាជាម្លប់សប្បាយរីករាយអាបាននេះញោមញាតបងហើយម្យ៉ាងទៀតក៏សូមឧទ្ទិសកុសលជូនចំពោះលោកឪពុកនាមសុកគ្រឿនព្រមទាំងបុព្វការីជនដទៃទៀតបើតែលៀនលោកទៅកាន់លោកខាងមុខហើយសូមលោកអ្នកមានគុណទាំងអស់មានឧបាសកញ័រលួតអាចមានឧបាសកសុកគ្រឿននឹងបអនុមោទនានៅកុសលផលបុណ្យដែលកូនចៅសាច់ញាតិទាំងអស់បានឧទ្ទិសជូននៅក្នុងថ្ងៃនេះដោយទឹកចិត្តរីករាយម្យ៉ាងទៀតសូមជូនពរសព្វសាធុការញោមញាតិទាំងអស់ដែលកំពុងត្រាំស្ដាប់ធម៌ទេសនានេះធម៌ទេសនាដែលអាត្មាសម្ដែងនេះទាក់ទងទៅនឹងសង្គមមនុស្សទេណាញោមញាតិបើកាលណាសង្គមមនុស្សរៀបចំបានសុខសន្តិភាពហើយសង្គមរបស់យើងសន្តិភាពស្រួលបួលហើយរួចជីវិតរបស់មនុស្សត្រូវការទីពឹងមុនដំបូងគឺបច្ច័យ4ហ្នឹងឯងឲ្យជីវិតរស់នៅសុខស្រួលបងកាលណាមានបច្ច័យ4គ្រប់គ្រាន់ជីវិតមានសេរីសុខស្ដីអត់តដេបតដាបថោកទាបអីទេរស់នៅដោយសុខសុខស្ដីសេរីមង្គលក្នុងជីវិតបើស្រ័យនេះសូមជូនដល់ញោមញាតិឲ្យមានបញ្ញាដោយអំណាចការស្ដាប់ធម៌ទេសនាមួយរយៈនឹងជាង1ម៉ោងនេះកើតបញ្ញាក៏ស្ដាប់ឲ្យយល់ក៏ដូចថាមនុស្សយើងត្រូវមានបញ្ញាជាធំជាគ្រឿងទ្រទ្រង់ជីវិតឲ្យរស់នៅស្រួលបច្ច័យ4នេះកាលណាមានបញ្ញាក៏រកបានស្រួលបបហើយបងចឹងធ្វើទេសនាដែលអាត្មាភាពសម្ដែងក្នុងឱកាសនេះក៏សន្មតទៅចប់តែប៉ុណ្ណេះឯងអេវ៉ាំង